ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍ការវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនាម៉ោង9យប់ចុងសប្តាហ៍ម៉ោងនៅក្នុងប្រទេសកម្ពុជាស្វាគមន៍ប្រិយមិត្តដែលតែងតែនាំមុខគេទីបំផុតវិចិត្រសួនតុងឡៃអ៊ីទេពបុរាណនីសេងស្រមោចក្រហមពុសុភាពសារ៉ាន់បងផោងបងធុងបាទនិងប្រិយមិត្តជាច្រើនរូបដតីទៀតដូចជាធីសុកសែមស្រឡាញ់យុត្តិធម៌និងថំស៊ូថនស៊ូថៃថាវរិនរដ្ឋាសអែមណាន់ស៊ីឆាច់សាវឿនខ្មែរផាន់រិទ្ធីដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនារាត្រីនេះខ្ញុំសូមបង្ហាញនៅរបៀបរយៈតាមប្រពៃណីទី1គឺការបង្ហាញប្រធានបទទី2បកស្រាយទី3ផ្សេងប្រធានបទថ្ងៃនេះមាន2មុននឹងចូលទៅដល់ការបង្ហាញនៅប្រធានបទទាំង2និងការបកស្រាយអនាគត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាពិតទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការស្រីលៀបផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1ទីហ៊ាន18រូបមកដល់ផ្ទះសុកៃលរិទ្ធចាំជឿប្រធានបទទី2ស្អប់អាមេរិកព្រំសុភាពពឹងអាមេរិកស្អប់អន្តរជាតិពឹងអន្តរជាតិប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមានគ្រឿងក្លែម2ស្រៀងជាងឡានទី1ខ្មោចខ្ញុំមិនទាន់ឃើញប្រភពផ្លូវការច្បាស់លាស់ណាដែលពាក់ព័ន្ធជាមួយនឹងទ័ពខ្មោចដែលនិយាយឲ្យខ្លីទៅហេងសែនហេងគឺ account ខ្លែងខ្លាយដែលក្រុមហ៊ុន Facebook ចាត់វិធានការបំបត្តិចោលដើម្បីប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឬការឆបោកអនឡាញកម្មករណាត្រូវតស៊ូនេះគឺជាដំណឹងលើសុភីហានីខាត់ម៉ាត់ដែលខ្ញុំទទួលណាប្រុសធំត្បិតខ្ញុំមិនទាន់បានឃើញដំណឹងជាផ្លូវការរបស់ Facebook ត្រាំតែនខ្ញុំក៏បានឃើញបងប្អូនយើងជាច្រើនបង្ហោះអំពីរបាយការណ៍នៃការបាត់ follower ដែលគាត់សន្និដ្ឋានថាការបាត់ follower របស់គាត់ដោយសារតែក្រុមហ៊ុន Facebook បំបត្តិទ័ពខ្មោចហើយមានអ្នកគ្រប់គ្រងជាច្រើនដែលគាត់ប្រើ account ខ្លែងខ្លាយដំណឹងនេះបើពិតវាមានផលវិជ្ជមាននិងអវិជ្ជមាននេះគីមតាលចក្រវាលខ្ញុំនិយាយអំពីផលនេះអវិជ្ជមានមុនចុះផលអវិជ្ជមានមុនមុំប៉ែងគឺវាប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពរបស់ឯកជននិងជាពិសេសសន្តិសុខសុវត្ថិភាពអ្នកលេង Facebook នៅក្នុងប្រទេសផ្ដាច់ការម៉ោមសំពត់ពីព្រោះបើសិនជាពួកគេចង់បញ្ចេញមតិគឺពួកគេមិនអាចបញ្ចេញមតិបានទេពីព្រោះ Facebook តម្រូវឲ្យដាក់ម្នេះព័ត៌មានឬក៏ account ពិតអានឹងចំណុចអវិជ្ជមានតូចគឺពាក់ព័ន្ធជាមួយនឹងសន្តិសុខសុវត្ថិភាពប៉ុន្តែខ្ញុំជឿជាក់ថាប្រហែលជាវណ្ណធីសាអ្នក
បច្ចេកវិទ្យាព័ត៌មាន IT គេនឹងមានវិធីសាស្ត្រយ៉ាងណាដើម្បីនៅតែអាចប្រើប្រាស់ account คล้ายៗបានខ្លះចុះផលវិជ្ជមានគឺខ្ញុំសូមអបអរសាទរបុណ្យរតពីព្រោះយើងជាមនុស្សត្រង់ផ្លូវភ្លឺហើយការដែលបង្កើតទ័ពខ្មោចកម្មករត្រូវតស៊ូគឺមិនមែនជាគណៈបកប្រឆាំងហើយមិនមែនជាប្រជាជនធម្មតាទេគឺពួកអ្នកមានលុយដើម្បីជួលមនុស្សឲ្យធ្វើកិច្ចការកម្មវិធីប្រព័ន្ធអ៊ីនធឺណិតអានោះដេកស៊ីប្រាក់ខែមកអញ្ចឹងបាត់ការងារអស់មិនតិចទេដេកស៊ីប្រាក់ខែមនុស្សម្នាក់ហ្នឹងគឺមនុស្សក្រុមម្នាក់ពីរនាក់ក្រុមគេហៅចោលបច្ចេកវិទ្យាហ្នឹងអង្គុយបង្កើត account Facebook នោះរាប់ម៉ឺនរាប់ពាន់ហ្នឹងដើម្បីរំខានអុកលុកពីព្រោះពួកហ្នឹងវាសិក្សាអំពីច្បាប់ Facebook បើដល់ Facebook និយាយថាកៅសម្បត្តិនារីរដ្ឋ Facebook មួយមានគេរាយការណ៍ថាអ្នកនឹងអសិលធម៌ច្រើនណាស់ខុសស្តង់ដារពីរដ្ឋដោយសារពីអក្សរអីចឹងទៅស្លេះអកម្មអញ្ចឹង Facebook វាម៉ាស៊ីនវាមនុស្សយន្តប្រលឹងជាតិខ្មែរវាមានទៅដឹងមនុស្សពិនិត្យបច្ច័យណាឲ្យតែមានឃើញគេរាយការណ៍ច្រើនវាទៅបរំខានទំព័រឬក៏ Facebook របស់គេហ្នឹងតែប៉ិតអត់ផងអាពួកដែលរាយការណ៍ហ្នឹងពួកខ្មោចទៅរាយការណ៍ទៅខ្ចល់សម្ដេចសីរតនាអញ្ចឹង Facebook ចាប់ផ្ដើមដឹងដល់ពេលដឹងគេមិនអាចធ្វើភ្លាមបានទេមុរីបូរ៉ាគឺគេទុកពេលណាដើម្បីរៀបចំបច្ចេកវិទ្យាទៅត្រូវសិក្សាកម្ចាត់ទ័ពខ្មោចយ៉ាងដូចម្ដេចតាមខាវអាហ្នឹងជាចំណុចល្អមួយគឺវាសម្អាតទ័ពខ្មោចវាសម្អាត account ខ្លាំងៗដែលចូលអុកលុកណាចូល like ខ្លាំងៗចូល comment ខ្លាំងៗឧទាហរណ៍ដូចអាស៊ីសេរីពីមុនហ្នឹងគ្រាន់តែបើកប៉ក់មក comment 2000មែនទេអូ page លោកប្រធានសំរងស៊ី page សូនតារាគ្រាន់តែបើកប៉ក់មក comment 5000 20000មាន comment 20000 comment 20000ហើយឡានជួនរបបហ៊ុនណាគឺដេកយំហើយរស់ដោយសារតែ account ខ្លាំងៗឬក៏តបខ្មោចនឹងទេបងប្អូនបើគ្មានតបខ្មោចទេណាគណៈបកប្រជាជនមិនដែលខ្ញុំនិយាយថាគណៈបកប្រជាជនសិតតែជាមនុស្សដែលមានសតិសម្បញ្ញៈច្រើនគេមិនមែនជាសត្វធាតុទេមិនចឹងពីព្រោះគេចេះខ្មាស់គេដែរបងប្អូនខ្មាស់គេរឿងអីខ្មាស់គេលីមេងទៅកាន់ជើងអំពើអាក្រក់អត់មិនមនុស្សណាអត់មានអីខ្មាស់គេជាងទៅកាន់ជើងអំពើអាក្រក់ហើយទៅឲ្យគេជេរបចោពេញ Facebook ទេមនុស្សពិតវាមិនហ៊ាននិយាយអញ្ចឹងហើយបានជាហ៊ុនសែនគាត់ដឹងច្បាស់ណាស់ថាគ្មានអ្នកណាទៅហ៊ានកាន់ជើងអញគ្មានអ្នកណាគេហ៊ានខមមិនទៅថាឲ្យនេះស៊ីដាដែលសូនតារាអីទេគីមហ៊ុតអញ្ចឹងធ្វើម៉េចដំបងស្មានតែគេជឿក៏បកកើតទ័ពខ្មោច 20000 30000 មកដាក់បាច់ជួយព្រុលដំបងមានអ្នកជឿមែនបងប្អូនណាធម្មតានេះស្អីក៏ដោយតែតែមានអ្នកជឿហើយរបស់បើជាមួយអាទិត្យពីរអាទិត្យដំបងមានអ្នកជឿថាជុំសូនតារាលើគេចូលជេរច្រើនម៉េះហើយគណៈប្រជាជនគេថាអូឥឡូវផេកសំរងស៊ីគាត់ថានេះព្រាមមហាជនក្តៅកាហាយគង់ភីផេកនៃអាស៊ីសេរីនឹងមហាជនខឹងចូលជេរព្រាមស្រាប់តែមនុស្សដឹងទៅក៏លន់ឆែកបងប្អូនអានឹងតបខ្មោចសុតចឹងបើ Facebook ចាត់វិធានការវិនិច្ឆ័យអានឹងជារឿងអបអរសាទរណាអ្នកដែលដេកយំស្វាសូប៊ុនសូគឺគណៈបកប្រជាជនឯណោះគណៈប្រជាជនឯណោះអានឹងគឺមុនីកែវខ្ញុំនិយាយអំពីតបខ្មោចចុះខ្ញុំនិយាយម្ដងទៀតថាហេតុអីបានជាខ្ញុំប្រើពាក្យពីរដាច់ដោយឡែកពីគ្នាតបខ្មោចនិង account คล้ายតបខ្មោចខ្ញុំចង់សម្ដៅទៅលើក្រុមចៅវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតអានឹង cyber attack ជាភាសាអង់គ្លេសណា cyber attack នឹងប្រទេសណាក៏មានដែរគឺផលិតឡើងដោយអ្នកគ្រប់គ្រងអគុណសន្តិភាពនឹងគឺដាក់បាច់ចូលជាឲ្យ2លាន20000នាក់មកអសរីរដ្ឋអាបើចុះហេតុអីបានជាខ្ញុំហៅតបខ្មោចតបគឺវាយប្រហារនឹងតបហើយតបគេបង្កើតមកសម្រាប់វាយប្រហារមនុស្សម្នាក់អង្គុយចុចឯកសម្បត្តិណា account 2000នាក់មួយផ្លេត20000នាក់
ដើម្បីរំខានអុកឡុកឆាឆៅឬក៏បោកណែមហាជនថាកុំអោយជឿសូនតារាគឺមានគេចូលជាច្រើនតែពាក្យមួយណាគេបង្កើតនៅក្នុងម៉ាស៊ីននិយាយដដែលទេអាហ្នឹងតាមពិតមនុស្សតែម្នាក់ទេចុះអកោនខ្លាំងខ្លាយអកោនខ្លាំងខ្លាយខ្ញុំឲ្យតម្លៃខ្ញុំគោរពហេតុអីដូចខ្ញុំលើកឡើងខាងដើមពីផលអវិជ្ជមានបាញ់មិញអញ្ចឹងដោយសារតែនេះសន្តិសុខសុវត្ថិភាពប៉ុណ្ណោះហើយខ្ញុំគោរពខ្ញុំសរសើរជាមួយអ្នកអកោនខ្លាំងខ្លាយពីព្រោះពួកគាត់ណាសួងឈិនសម្ដែងមតិសេរីវុឌ្ឍទោះបីជាពួកគាត់ស្ថិតនៅក្នុងគំនាបឈឺចាប់មិនអាចចេញមុខផ្ទាល់អានឹងជាឧត្តមគតិមួយដែលយើងគួរសរសើរណាពួកគាត់មិនអាត្មានិយមដេកស្ងៀមទេសុខចិត្តបង្កើត account ខ្លីៗ share វីដេអូសូនតារានេះទស្សនៈរបស់សូនតារាដើម្បីចែកចាយឲ្យមហាជនខ្មែរនេះទូទាំងប្រទេសកម្ពុជានិងជុំវិញពិភពលោកដឹងអញ្ចឹងយើងកោតសរសើរហើយបានតែខ្ញុំណាលីនដាចិនដាបែងចែករវាង account ខ្លីៗណារ៉ុងមីលឺនិង account ខ្មោចទ័ពខ្មោច account ខ្លីៗគឺជាមនុស្សដែលបញ្ចេញមតិដើម្បីការពារសុវត្ថិភាពរមេតាអ៊ុំទ័ពខ្មោចគឺជាក្រុមចោលបច្ចេកវិទ្យាព័ត៌មានដើម្បីវាយប្រហារណាទៅលើនរណាម្នាក់អញ្ចឹងបើសិនជាដំណឹងនេះបើតាមការយល់ឃើញរបស់ខ្ញុំទេសង្ឃឹមថ្ងៃមួយទស្សនៈរបស់ខ្ញុំនេះគឺជាព័ត៌មានល្អហ្នឹងវារហូតដល់ 80% តែប៉ុណ្ណេះស្ងប់ហើយវាបលអរហើយអញ្ចឹងបានជា Facebook ខ្ញុំដូចឃើញអត់មានណាចូលជេរទៀតហ្នឹងណាអត់ប៉ុន្តែទោះយ៉ាងណាក៏ដោយជាបើណាចូលជេរពួកហ្នឹងតែពេលក្រោយណាតែពេលក្រោយការផ្សាយផ្ទាល់ទេឬក៏អត្ថបទបង្ហោះទេមិនចឹងវាខ្លាចយើងដឹងហេតុអីមកខ្ញុំថាអញ្ចឹងពីព្រោះបងប្អូនឧទាហរណ៍ថាពេញពួកហ្នឹងវាចូលវាមានអ្នកជេរយើង 20k 220000នាក់បើ20000នាក់ចូលជេរសូនតារាអញ្ចឹង view វាមិនកើនឡើងដល់ 20k តែអានោះអត់ផងហ្នឹង view នៅតែដែរលេតើប៉ុន្តែណាលក្ខណៈវ៉ាន់អ្នកជេរហ្នឹងវាចាប់ផ្ដើមច្រើនមានន័យថាមនុស្សតែម្នាក់អង្គុយចុចប្រព័ន្ធផ្សេងគ្នាទេប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់ touch វុទ្ធាគ្រឿងក្លែមទី2ហើយប្រតិកទៅនឹងប្រធានបទកាលពីម្សិលមិញនិងប្រធានបទទី1ដែលនិយាយអំពីទេហ៊ាន18រូបមានខ្ញុំជួបប្រិយមិត្តម្នាក់ខ្មែរយើងជួបខ្ញុំផ្ទាល់ហើយគាត់សន្ទនាជាមួយខ្ញុំមួយសន្ទុះគាត់ក៏ពន្លិចរំលេចមិនពន្លិចទេរំលេចណានៅសំណួរមួយជាសំណួរមួយដែលស្ដាប់ទៅមើលទៅថាឥតប្រយោជន៍តែសំខាន់មានប្រយោជន៍គាត់សួរអំពីខឹមវាសនាគាត់ថាលោកគ្រូលក្ខមេត្រីយល់យ៉ាងម៉េចដែរចំពោះខឹមវាសនាអានេះគឺជាសំណួររបស់គាត់បងប្អូនស្ដាប់មកផ្លែតទៅគឺប្រោជារឿងឥតប្រយោជន៍ប៉ុន្តែខ្ញុំនិយាយរឿងនេះគំលីសុកអ្នកដែលអាចសួរអញ្ចឹងបានទោះបីជាគាត់គិតត្រឹមខឹមវាសនាឬក៏គិតត្រឹមតែប្រវត្តិធ្លាប់ខ្ញុំម្នាក់ចូលទៅក្នុងវងខ្លាវងចចកជិត500នាក់ក៏ខ្ញុំមានចម្លើយមួយដែលឆ្លុះបញ្ចាំងអំពីតថភាពសង្គមមួយខ្ញុំថាគំវាសនាគាត់ជ្រុលនិយមហើយគាត់ឈួតបាត់ហើយមិនបានថាគាត់ឈួតព្រោះគាត់ថាដែល black hole នៅក្នុងខ្នងគាត់មនុស្សនិយាយចឹងមកអានឹងណាអាណាទី2គាត់ថាទឹកលិចពិភពលោករ៉ាន់សវណ្ណតារាហើយអ្នកនៅកូរ៉េមួយចំនួនហ្នឹងក៏ជឿគឺវាសនាហ្នឹងខ្លះបោះបង់ចោលការងារអ្នកខ្លះហ្នឹងកាត់កាលម៉ែឪចោល
ដោយសារតែអត់ទៅនៅខ្ទមអត់ទៅភ្នំពិភពលោកលិចអានេះសាលូណាខ្ញុំថាឥឡូវនេះស្គួតបាត់ហើយឡោប៉ូលីសចំណុចទី1ចំណុចទី2ខ្ញុំសរសើរថាទោះយ៉ាងណាក៏ដោយសាំងសវណ្ណរាជក៏គាត់មានសមត្ថភាពអាចផ្លុំតិចធ្វើឲ្យមានអ្នកគ្រប់គ្រងណា5 10 20ម៉ឺនអ្នកដែរទូទាំងប្រទេសខ្ញុំមិននិយាយទូទាំងប្រទេសអ្នកគ្រប់គ្រងគំនិតស្នាយ៉ាងហោចក៏10 20ម៉ឺនអ្នកដែរអានឹងយើងចាត់ទុកថាជាប្រសើរមួយម៉ាត់គ្រីយ៉ាណាហើយគាត់ឈួតដោយសារអីខ្ញុំក៏និយាយលេងថាដោយសារតែគាត់ទៅអត់រួចជាមួយសូនតារាដំបូងគាត់ថាឯងតាចូលមកចំនួនអញមិនដូចជាចំនួនដូនតាអញទេដូនតាអញខ្លាចគេទៅត្រូនកិច្ចអញអត់មានកិច្ចទេហ៊ុនត្រាបើឯងនៅពីលើអញនៅពីក្រោមអញចាក់គូតឯងឲ្យងាប់យកចលួនចាក់គូតឯងប៉ុន្តែបើឯងនៅពីក្រោមអញនៅពីលើវិញអញញួរអ៊ីតម៉ានីអញវាយក្បាលឯងទៅទុកមានឥឡូវមានឯណាចាប់ផ្ដើមបើកយុទ្ធនាការជេរសូនរាបាយមួយឆ្នាំដែរជេរទៅជាមនុស្សឈួតបាទមិនចឹងបារមីមិនដល់រដ្ឋាលើទី2ទី3ចុងក្រោយខ្ញុំថាគាត់ក៏ថាចុះបើសិនជារហូតមកទល់បច្ចុប្បន្នណាបើសិនជាគាត់អត់ឈួតអានសុកនេះបើសិនជាគមិសនាអត់ឈួតរហូតមកទល់បច្ចុប្បន្នតើគ្រូជឿថាមានអ្នកគ្រប់គ្រងច្រើនទេអានឹងដែលជាសំខាន់ណាបងប្អូនស្ដាប់ទៅគឺសំខាន់ណាស់ខ្ញុំនិយាយយីឈីមីនខ្ញុំថាតែគមិសនាគាត់ធ្វើអញ្ចឹងល្អគាត់បើគមិសនាមិនឈួតជាមនុស្សជាធម្មតាដូចសូនតារាតែជាគេបាញ់ងាប់ដូចកែមលៃឬជាប់គុកបាត់ហើយពេលនេះគាត់សោចបងប្អូននេះខ្ញុំលើកបុនរតសែមកាលពីម្សិលមិញបងប្អូនមានចាំទេប្រធានបទមួយនេះខ្ញុំថាបតកលាទៅកាលពីម្សិលមិញប្រធានបទរំវងបាត់ដីដែលខ្ញុំនិយាយអំពី3ចំណុចទី1សេរីភាពនៅកម្ពុជាណាទី2អាត្មានិយមនៅក្នុងប្រទេសកម្ពុជាបងប្អូនទៅមើលប្រធានបទម្សិលមិញឡើងវិញហ្នឹងហើយខ្ញុំបាននិយាយថាប្រទេសកម្ពុជាមនុស្សចំណុចទី3គឺត្រូវធ្វើឈួតត្រូវคล้ายមានតែធ្វើឈួតទេសវត្តសយវិធីបើកទើបអាចរស់បាននៅក្នុងប្រទេសកម្ពុជាវាតម្រូវឲ្យមនុស្សយើងឈួតរបបពីរដែលតម្រូវឲ្យមនុស្សធ្វើឈួតគឺរបបហ៊ុនសែនបច្ចុប្បន្ននិងរបបប៉ុលពតមនុស្សត្រូវតែឈួតបញ្ញវន្តក៏ដោយត្រូវធ្វើអក្សរគេឲ្យដំបងអត់ដឹងតារ៉ាណាគេថាឥឡូវនេះអង្គការប្រមូលអ្នកដែលធ្លាប់ធ្វើកិច្ចការធំមេបញ្ជាការអីអ្នកដែលកាន់កិច្ចការណាអង្គការហៅឡើងឡានដើម្បីទៅចុះឈ្មោះទៅកាន់កិច្ចការវិញដដែលគ្នាវាអត់ដឹងដំបងត្រូវតែមិនដឹងឡើងទៅបាត់ឆឹងយកទៅវាយចោលអស់លីក្រោយពីដឹងចឹងមកបងប្អូនណាអ្នកណាក៏ឈួតដែរនៅចំណានពុទ្ធគេសួរទៅកលអ្នកនឹងនៅបានមួយឆ្នាំមិនដឹងគេសួរអានេះអានថាម៉េចខ្ញុំអត់ចេះអានផងចុះហើយកាលនៅនេះជាណាអ្នកនឹងសាស្ត្រាចារ្យខ្ញុំកូនខ្ញុំអ្នកនេះខ្ញុំកម្មករដៃរួចខ្លួនមួយទៀតវិជ្ជបណ្ឌិតចឹងណាគេសួរអានឹងអានថាម៉េចអត់ចេះអានទេហេតុអីតាំងមួយសៀងពីព្រោះរបបហ៊ុនរបបប៉ុលពតតម្រូវឲ្យមនុស្សឈួតណាបងប្អូននេះមែនណាបងប្អូនណាអញ្ចឹងគាត់សួរទៅលោកគ្រូយល់យ៉ាងណាដែរគមិសនាគាត់ឈួតបាត់ហើយជាគាត់ជាកំណត់ជ្រុលយងប៉ុន្តែសរសើរគាត់ដែលគាត់អាចអូសទាញបានមនុស្សឡប់ហើយនឹងមនុស្សចាញ់បោកមនុស្សឡប់ហើយបកទៅជាត្រូវវិញទោះដំបូងវាត្រូវតែមានមនុស្សឡប់ទាញទៅមនុស្សឡប់តែឥឡូវវាមានមនុស្សខ្លះវាលែងឡប់ទៅវាត្រឡប់មកដូចដើមវិញលីសុកលីនប៉ុន្តែបងប្អូនណាខ្ញុំនិយាយចំណុចសំខាន់ត្រង់នេះមួយបច្ចុប្បន្នណាបើខឹមវាសនាមិនឈួតណាបើមិនជាប់គុកក៏គេបាញ់ចោលដែរគង់សវឿនបងប្អូនបច្ចុប្បន្ននេះណាអ្នកខ្លះមើលបញ្យលជួនកាលខឹមវាសនាមិនដឹងថាគាត់ឈួតមែនឬគាត់សម្ដែងណាពីព្រោះគាត់ឈួតការពារទ្រព្យ
បងប្អូនមានដឹងថាយុទ្ធនាការគាត់ធ្វើនយោបាយប្រហែលជាង10ឆ្នាំជាង10ឆ្នាំជិត10ជាង10ឆ្នាំហ្នឹងហាប់ដៃគាត់ផ្ទុះបងប្អូនណានេះគីតួមានយកទៅសាងសង់ស្អីទេឃើញតែចេញឡានទំនើបពេកទេបងណាឃើញចំការអាមេរិកឃើញនៅចំការនៅក្រតនគិរីចំការនៅកំពង់សោមកោះកុងចំការនៅសៀមរាបបងប្អូនមែនទេអញ្ចឹងអ៊ីរិចឆោស៊ូជៀនបើខំវាសនាមិនឈួតទេបើគេមិនបាញ់ចោលងាប់នៅក្នុងប្រទេសកម្ពុជាបុផានីខេនក៏ជាប់គុកដែរបច្ចុប្បន្ននោះហើយមិនត្រឹមតែជាប់គុកទេគេប្លន់យកទ្រព្យសម្បត្តិទាំងអស់បងប្អូនយើងមើលគង់គួមណាយើងមើលលោកប្រធានសំរងស៊ីបងប្អូនគាត់នៅក្រៅគំវាសនាបើមិនឈួតទេជោគវាសនាបើមិនរត់ចេញក្រៅស្រុកគឺងាប់បើមិនងាប់ជាប់គុកហើយទ្រព្យសម្បត្តិរបស់គាត់គេប្លន់យកទាំងអស់ខ្ញុំគាត់ជម្រាបប្លន់ទាំងអស់សូម្បីតែរងឈុនអត់មានទ្រព្យគេប្លន់ដែរអញ្ចឹងបានជាខ្ញុំដែលខ្លះមើលមិនយល់ហើយនិយាយទៅបើខំវាសនាដឹងបែបអួលអាចគេថាអួលអាចណា native Cambodia ឬក៏អួលបាយអួលអញឆ្ងល់មនុស្សមកពិភពលោកគ្មានអាណាមើលអញធ្លុះនៅតែសូនារាហ្នឹងមើលអញធ្លុះដដែលគេថាមនុស្សទេភ្នែកទឹកមនុស្សទេភ្នែកទឹកបងបើខ្ញុំនិយាយអ្នកដល់ភ័យគេខំវាសនាប៉ុន្តែខ្ញុំថាចេះសម្ដេចខ្ញុំនិយាយនេះកុំទៅធ្វើបាបគាត់អីណាព្រោះសូនារាមិនចង់ឲ្យអ្នកណាទៅសាងកម្មពីអីច្រើនទេខ្ញុំគ្រាន់តែចង់ថាចេះរបបសម្ដេចនិងកូនសម្ដេចតាគឺដូចគ្នាទៅនឹងរបបប៉ុលពតសម្ដេចសាមូអែលវ៉ាងយ៉ាងម៉េចមនុស្សត្រូវតែខ្លែងខ្លាយរបបប៉ុលពតនិស្សិតសាស្ត្រាចារ្យវិស្វករបញ្ញវន្តវិជ្ជបណ្ឌិតទាំងអស់ត្រូវតែអត់ចេះអានអក្សរបើមិនចឹងគេយកទៅវាយចោលសម្ដេចត្រូវតែឈួតមកអត់ចេះអានអក្សរឈួតតែមនុស្សចេះអីអស់លីងអសុកលើអញ្ចឹងណាខ្ញុំថាមិនដឹងតែគឹមវាសនានឹងគាត់ឈួតពិតប្រកបឬក៏គាត់ឈួតការពារទ្រព្យព្រោះទ្រព្យគាត់ច្រើនណាស់បងប្អូនណាអ្នកខ្លះមើលមិនដឹងគាត់ធ្វើយហ៊ុនសែនគាត់ស្មានអានឹងឈួតមែនគាត់មានអីបើតែខ្ញុំនិយាយការពីម្សិលមិញបតិកាឡាមានអ្នកសួរគាត់ថានៅក្នុងរបបហ៊ុនមានតែមនុស្សឈួតទេបើខឹមវាសនាមិនឈួតណាបើមិនងាប់ដូចកែមលៃបើមិនរត់ដូចសូនារាជាប់គុកហើយមិនត្រឹមតែជាប់គុកទេរលាយទ្រព្យអស់ហ៊ុនសែនរឹបអូសយកទាំងអស់ដោយគង់គំខ្ញុំប្រាប់ទៅអញ្ចឹងខ្ញុំនិយាយនេះសម្ដេចសុភ័ណ្ឌ SNG ហាក់លេខ្ញុំមិនមែនឲ្យសម្ដេចទៅតាមដានឈួតពិតទេប៉ុន្តែខ្ញុំសូមបួងសួងឲ្យនេះទេវតាអរុបអរិយអ្នកតាណាសូមបួងសួងឲ្យខឹមវាសនាឈួតពិតប្រកបចុះណាបាទដើម្បីការពារអាយុជីវិតសន្តិសុខសុវត្ថិភាពរបស់គាត់និងទ្រព្យសម្បត្តិយើងជាមនុស្សដែលមានគុណធម៌យើងណាដែលអុយមិនត្រូវទៅឲ្យនរណាម្នាក់នឹងវិនិច្ឆ័យហិនហោចរលាយសាបសូន្យទេអញ្ចឹងខ្ញុំសូមបួងសួងដល់ទេវតានិងព្រះជាម្ចាស់ថាសូមឲ្យខឹមវាសនាឈួតពិតប្រកបទៅចុះហើយសម្ដេចគាត់ឈួតមែនទេណាតិចគិតថាហ៊ុនខឹមវាសនានឹងឈួតដើម្បីការពារទ្រព្យនិងសន្តិសុខសុវត្ថិភាពពីព្រោះនៅក្នុងប្រទេសកម្ពុជាអ្នកដែលមិនឈួតហ្នឹងគឺជាប់គុកទាំងអស់សូម្បីតែយើងមើលមនុស្សធម្មតាកែមលីគេបាញ់ចោលបាត់រងឈុនមិនឈួតចុះខឹមវាសនាមនុស្សដែលមានថ្វីមាត់ហើយអាចនិយាយអូសទាញយុវជនបាន 4-10 ម៉ឺននាក់ដែរមិនទេ 10-20 ម៉ឺននាក់យូរទៅរីកទៅរឿងអីឯងមិនងាប់រឿងអីឯងមិនជាប់គុកប៉ុន្តែខ្ញុំសូមតែចឹងទៅមែនទេតែបើខឹមវាសនាដឹងហើយបើឈួតមែនគាត់អីទេគាត់ភ័យគាត់ថាសូនរាឈួតទេប៉ុន្តែបើថាគាត់ធ្វើឈួតដើម្បីការពារទ្រព្យនិងសន្តិសុខអាយុជីវិតណាអានឹងគឺច្បាស់ជាអួលបាយប៉ុន្តែទោះយ៉ាងណាសម្ដេចហើយខ្ញុំក៏សូមបួងសួងដល់ប្រអិនប្រព្រំរុក្ខរៈទេវតាថាសូមឲ្យខឹមវាសនាឈួតពិតប្រកបចុះហើយខ្ញុំជឿជាក់ថាគាត់ឈួតមែនទេបាទប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាស្រាត់ខោជន់ផ្ដាច់ការមូលីណាមនផ្លាស់ប្ដូរផ្នត់គំនិតតែខ្លះមើលអត់ដឹងតែខ្ញុំមើលដឹងណាខ្ញុំមើលដឹងបើមិនឈួតគឺគេបាញ់ចោលជាប់គុកហើយទ្របចំការអាមេរិកនឹងលុយហឹបដែកដែលខំលាក់បោកមនុស្សប្រមាណឆ្នាំហ្នឹងតិចគ្មានសល់ទេបងប្អូនស្គាល់របបហ៊ុនតិចពេកហើយបងប្អូនណាបងប្អូនយើងមើលទីប្រឹក្សាគាត់ជាណាទីប្រឹក្សាគាត់បើយោងតាមពិភពលោកបច្ចុប្បន្នមិនយោងតាមសូនតារាមិនយោងតាមសំស៊ីទេបើនេះគឺជាមេចៅណាបងប្អូនគឺ Gen Z គេដាក់ទណ្ឌកម្មលុយប្រមាណ1000លានទៅខ្ញុំនិយាយទៅទៀតមែនទេបើយើងមើលទីប្រឹក្សាគាត់ជាណាដូច្នេះអ្នកមានទ្រព្យសូមុនសោដូចខឹមវាសនាអីហ្នឹងវិនិច្ឆ័យអាលីហិនហើយឡើយបើមិនឈួតភ្លាមបាទប្រធានបទទី1ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការ
loh đồ mắt cầm đất sang hà bol vô rồi khi mình nói có đạp có châu đạp đấy côn trâu có châu đạp đấy có thằng bol vô anh ấy phải không lẹ anh ấy phải không dây rừng prum dây rừng thề và đá rồi đây ta rồi sau ra nó mình dây máu bị trâu từ tiết thì hiến đắp làm bậy nè dùng fresh news nhưng phải đặt và tại bắt cái khơi kịp sai bên mình đang cùng Facebook mẹ là fresh news đấy này thay thay cục sai hơi khnia dương rọp pòn rọp mờn nè Samuel vàng cô một sai tha cách prom prieng sanh tị piệp Khmer Thai đây cho phát lệ khá đòi trầm chỉ sạc xây nữក្រោយប្រជុំអាស៊ាននេះសូរិយាស្រីនឹងដោះលែងទាហាន18រូបមានកូនសិស្សសូនតារាខ្លះទីរីច័ន្ទផ្ញើសារមកថាលោកគ្រូព័ត៌មានថ្មីណាគឺថៃនឹងដោះលែងក្រោយចុះហត្ថលេខាដែលមានត្រាំជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពខ្មែរថៃមានប្រិយមិត្តច្រើនទៀតផ្ញើសារមកខ្ញុំទៅលោកគ្រូគេដោះលែងហើយមានប្រិយមិត្តជាច្រើនទៀតរស់វណ្ណរាក៏ថាលោកគ្រូព័ត៌មាននឹងពិតទេមានប្រិយមិត្តជាច្រើនទៀតបញ្ចេញទស្សនៈផ្សេងគ្នាប៉ុន្តែ Robert Lee ចម្លើយសូនតារាមានតែមួយគត់ហើយតែមានតែមួយសច្ចធម៌មានតែមួយការពិតមានតែមួយទាំងប៉ុណ្ណឹងការពិតមានតែមួយទេយើងនិយាយអីក៏ការពិតមានតែមួយដែរមែនទេយើងខំបកស្រាយយ៉ាងណាដែរការពិតវាមានតែមួយវាមានពីរលែងពិតវាច្បាស់ជាមានអាមួយខ្លាំងឧទាហរណ៍តែប្រពុតសម្ដែងថាកើតចាស់ឈឺស្លាប់អ្នកណាដែលនិយាយថាមនុស្សកើតចាស់ឈឺរស់អាហ្នឹងគឺចង់បកស្រាយអង្គុយបកស្រាយតាំងពីក្មេងរហូតដល់រាប់ទៀតអានៅភេទក៏វានៅតែកើតចាស់ឈឺស្លាប់ដែរអញ្ចឹងចម្លើយពិតរបស់សូនារាហ្នឹងគឺយ៉ាងម៉េចនៅក្នុងប្រធានបទហ្នឹងចាំទាហាន18នាក់មកដល់ផ្ទះខ្ញុំចង់សម្ដៅទៅលើមកដល់ប្រទេសកម្ពុជាណាមកដល់ដៃចាំជឿបងប្អូនហេតុអីពីព្រោះខ្ញុំនិយាយរំលឹកឡើងវិញដើម្បីដាស់សតិរបស់បងប្អូនកុំឲ្យជ្រួយយោបល់គិញគ្រឿងបងប្អូនខ្ញុំធ្លាប់ដាក់ប្រធានបទច្រើននិយាយអំពីថៃហើយខ្ញុំធ្លាប់និយាយអំពីអក្សរសិល្ប៍ថ្ងៃនេះខ្ញុំនិយាយបន្តទៀតឈឹមសុបាយទីមួយខ្ញុំធ្លាប់ដាក់ប្រធានបទហ្នឹងគឺហើយនិយាយច្រើនម៉ោងច្រើននាទីដែរថាថៃល្បិចកលគ្មានដែនកំណត់ចូលជឿលើការប្រុងប្រយ័ត្នណាគួយចាត់របស់យើងតែប៉ុណ្ណឹងប្រយ័ត្នអ៊ីនឡក់ជីងចប់ខាងដៃអកខេបខប់អ៊ីនឡក់ជីងចប់ខាងដៃហើយអ៊ីនឡក់ជីងចប់ខាងដៃអញ្ចឹងគ្រប់ចម្លើយទាំងអស់ដែលខ្ញុំឆ្លើយទៅកាន់ប្រិយមិត្តសូនតារាសច្ចធម៌មានតែមួយទេខ្ញុំមិនមែនមិនជឿទេប៉ុន្តែចម្លើយសូនតារា logic មានសច្ចធម៌ជាងការពិតជាងដែលថាទាហានចាំទាហានហ្នឹងមកដល់ដីខ្មែរ18នាក់មកដល់ផ្ទះចាំជឿថាជាការដោះលែងឥឡូវហ្នឹងគេថាទៅយើងគ្រាន់តែឃើញទៅប្រយ័ត្នជីងអ៊ៀនឡក់ជីងចប់ខាងដៃហើយអ៊ៀនឡក់ជីងចប់ខាងដៃហ្នឹងខ្មែរយើងមានច្រើនណាស់កាលខ្ញុំនៅពីក្មេងខ្ញុំនិយាយចឹងចេះនិយាយរឿងអក្សរសិល្ប៍និយាយរឿងសាវតាជាការកំសាន្តរទ្ធីរលែបងណាពីក្មេងខ្ញុំទៅខ្វៀលគោហ្នឹងធម្មតាបេះបាននៅខ្មុំបានយកបានខ្មុំមកគេចែកគ្នាស៊ីទេចន្ទទីមកគេចែកគ្នាញ៉ាំហូបណាគេថាចែកគ្នាហូបនៅជនបទខ្វៀលគោគេថាស៊ីអារម្មណ៍ទៅអូនទឹកខ្មុំមិនឆ្ងាញ់ណាបងប្អូនខ្ញុំតូចអាយុប្រហែលជា2 10 11 12ឆ្នាំហើយក្មេងទៅខ្វៀលគោណាប៉ាខេមដូនឪដល់តែពេលចឹងទៅគេថាមើលរ៉ាខ្ញុំថាបាពូហើយចង់ស៊ីអត់
chẳng tật không bây giờ bạn không một lần cái chạy cái nĩa hay can được một nhóm hậu tọt tọt rồi mình trong xí bây giờ cho anh lọp xí ở trong anh ấy nhầm dây pizza queer code cái ta khi mình học những bong cái nào cũng trong câu này mình dụ mình đọc đi nọt nào mà trên mặt ra chúng ta ọt đâu được bây giờ có tha mình lọp xí bạch xí nòm lọp mình đấy đâu được bây những đô chầm lau gì bong ổn nó bong chồng trái nhưng thật đa xí phong ê sống tù cái ta hãy đa xí ọt nhưng thật ọt ọt nâng cái ta bọt đa xí công xí ấy nhắn nhà nâng này nôm thật lọp về nó nhóm đôi chầm lòi và nặng khẩu nhóm tha đai là về nó có thằng mà đai xì ấy đó là về nhóm đôi chầm lòi lăng vấy tiết nhóm tha ọt đai là phong ọt ấy xì thì ấy nòm lọp nhóm ta đai là và đai lấy xì thì ấy mà lọp xì rồi rồi đó là bên trắng bao con chầm lòi về miệng mình đang gì lòi thả mạch mình đang gì lòi thả mạch nên đấy mình đang gì lòi thả mạch miên tại khăng mà đấy tôi mà giờ tu khăng anh vậy bạch xì bạch ấy đấy cái chân non nó cái ta nơi không ai nó nằm buồn đi rọt buồn rọt chọn ta bạch thế chả ấy thế tao á tiền nè tiền nhật sai cô mà sờ bài nó đào chân tao mong đào chân tao mong đào chân mơ bạn bè ở dưới mặt đông bòn ôn cả nên nhưng mà tức mồm á thì do mồm má bạn bè ở mặt đông á mình trong mình vô vẫn ấp chưa mình chơi vô xong ra chặt cái này lọp vậy sẽ mồm nó bạch đi nó lấy cái này khởi nhầm gì đường nó cái thay nhưng này nhưng từ chưa thay nó cứ lâu dịch là hốt nó biết bỏ sai là hốt nó hơi rương đầm năng đọc lên để hiến đọc ở bay nè nó bén lướt ti môi nó còn lướt ti pi ti bay để lướt ti bay lướt này hai nhóm men tay đi vậy mà lướt đằng để cá pi đầm năng muốn nhóm thà thiệt nhóm thà chả mơ sai sẵn báo mình toàn khơi lướt ti bay này đấy nhóm thà bay mình toàn khơi không toàn chừa hỏi nhóm đặt đầu tiên là bọt cho bạn đó thấy là bạch có lệch khmiên đan cầm nát biết là khmiên đan cầm nát cứ dương mình ai chừa bà này dương chứa bị sai từ lửa cao prongประหยัด nắng phiệt khăng rồi bảo dương này chuôn cào bởi thầy chọn đó viêm bạch son da của bạn này anh ấy mũi tiết bông ôn rương đây nhom dây này miền bông ôn dương khơi này bẹp trâu chặt trâu này trâu chặt nó miền nè sáu chứ trâu chặt nó mình đang đặt táo trâu chặt lọp để chỉ nè thử bạc kế rồi còn nè lọp trâu cái thử bạc không nâng lấy mớ bông ôn nát rồi còn lọp khơi nhé xui xài lọp chua bật tiền vì miền bay này để lọp trâu thử bạc kế lọp thử bạc kế nữa anh tao si không mót si tao không mót dương trống dương gì xem thế là vậy ót cái nát đó nè ót đai phong tú ấy bữa mình đai xí mạch xí đi ơi nòm lọp đai bữa đai lại xí thì ấy hãy bàn xí hời nên ấy nó khăn ông nó miền bông ôn dương na khá secondary omission chỉ nè đai thử bạc kế rứ còn nè trâu cái thử bạc rứ còn thử bạc to cái gì ly sang thử bạc to cái này bên đây thay tầm pi ba là mê riêng nắng cao bị luôn anh ọt miền tật mồm lên bị sợ nên đấy lọp pù nó thử bạc chân tới đó là pê anh thống miền tật mồm từ thử bạc kê vinh anh đi xa luôn nãy xong sai giật khôi chứ nè ba giật khôi rồi miền này khác thử lọp rong cua phóng lọp thử bạc kê phóng mấy chân riêng tạm kê tạm bất ao ý thì bao con vẫn cho ta coi đi ao ý đi vì vậy còn là tháng vì nó ta lên vân chung nó ngồi dương cái đầu cả hai vậy đó đôi thay chứ chẳng bạn chỉ nhóm đặt và tiền đã bóp này ở chỗ bạc đâm bây còn nói bóng ôn dưới nó chui dụng bò chân triều vào đây lì ui nên đây lì ui sẽ khâu chứ sao ta lọp thưa bạc kia ơi mà nên chất mà rối phía rồi nè đây để dây chân đó chất là cọ này chất là này chất nó mà rối phía rồi nó cứ áo ấy nữa còn là tham muốn đừng áo ấy tao lên sau dần ăn mũi tiệt nó còn chấm nạp khăm mặn nhưng điểm pi chấm nạp khăm mặn này đấy ban chị thấy mình dọc bàn tập đẩy mũi chấm ảm sóc nó còn lông peel này tụ vào bột hà chanh mà tay dọc bàn tập đẩy cõi ẩm lông peel bọt chụp bánh snip
hay ta với ban chỉ thấy chặt về hiền đọc bầm bầy nè nè vì pro về na để miên chấm nắp khăm được nòng đáy cứ gáo chuyện đẹp điệp chấm nắp khăm nòng đáy chuyện đẹp điệp tình mùi tí bì lực tất chất và chi chuẩn thôi mà đá và chi chuẩn này bật tỷ bối bởi cả na chặt bàn chấm nắp khăm nâng cứ chỉ cả lực tất chất tí bảy vì chỉ sống krim chất là xác bay lốc bay lò sống krim chất là xác bay lốc bay lò nó cái vô mà tẹt lên cái vô mà lên sau những cái mưa nghi dương những cái thừa dương o của khép của cọp cái thừa dương o của khép của cọp này đấy hai dương căn tại tìm tía cái căn té rất bẩn tầng đôi hôn sai bạch bạch còn là nhóm tha đấy hôn sai chỉ cừu hôn sai có ấp tìm tía thế bữa có tìm tía cứ có ăn mọt ở những đằng này này còn sọc chật phơ plau còng còn phơ plau sầm ngắt nè tìm tì tạm prak sọc con prak cả tụt prak có xuông prak hôn mà nay thêm bạch dây đây mà đấy mình men có mình cho chật tục đại còn ai kết mình tay con ăn này dây chỉ xa tiền nè vì pro con chỉ nè chắp mà lúc đặt cô đôi núm hơi con mình đéo đắp ca tìm tì là bọn này à thì ly sang chứ bay lốc bay ló rương ấy bay lốc bay ló được nhom dây mình chân ấy thọp xì từ không ót xì từ ấy nòm thọp đấy nhom thọp ta pu thọp ta một thọp bài ý sản được phải xì từ ấy mà đấy và bên đây thọp bạn anh hỏi xì ót đây phong chặt dọc tới cái lịch thọp này với nó miên tô sần nặng mũi nhom dây play cho này cái thà tôn khmai ý sản thì hiến khmai mà phải rút từ bàn thảy bọt đầy hào từ thọt rút hỏi trên bị bẫy một chung rút ruột mà nè bị nè đã bay mà rì cả hỏi thì hiến bị nè tiệt từ bàn vi đom phơi từ nạc cắm thì hiến đại thay mình thay đã xa lại ọt lui lại bẹt ọt bồn tốc cứ phải chun mà hỏi khmai bánh thì hiến là miên sốc của phim đó cứ đặt cục và tay tận này nè khác cái tha mình mền thì hiến nấu khăn trăng xây mình đi tha Jessica run đau cà pì run đau trăng xây pizza parang đây bà pizza khmai dương gạo run đau lên là than cứ chỉ cần lấy để thì hiến pun run đau pun bành khi mình đã show bành đi lên là than nứng bộ chỉ phải sao không ai mà gạo ta sai run đảo sai trim sai sầm rạp pun bánh đôi xa tế bắt chụp bánh thấy chặt đớm lược tuột trôi một hỏi miên rụt cỏ trôi một để trả lý bún mình lúc lứa đây không ai nước án xẹt lên là thán ớt miết bóp mình chia bánh ớt miết bóp mình chia bánh hỏi mình men miên để hiên tay mà phây nữa để hiên nếu sai trim nữa miên rọc rồi này miên phải chỉ riêng thật thì thà hà hốc sống nữa đó tại pin đào trôi đây cái máy sẽ lại từng trái đâm thương mất một đôi chừng một hỏi rồi miên bóp mình chia bánh bóp chụp bánh của mấy tuổi một đó thấy cái đâm thấy nhưng ớt bánh đó Adeline nụ cứ việc đào trôi mau mà chùm hiên đào trôi mau canh chung các bạn đào trôi một bánh nào nè đó tại bên trắng một kiện mền tên cô chặt phát đào nòng khía chào lão rút chân phí lên là thàn rút chân phí trắng xe chân bàn cái than đâu rút đào trắng xe nâng cứ mền khía mà phây nẹ thì phải chỉ hạ học xong nè rút áo chôl chân là mây rút luôn có ớt bánh biết là pi trọ này bà đâu không nâng trâu để hiên trôn một bánh ngọt không rồi đau rước có tới bánh sầm lạp bà bánh sầm lạp bà bánh để hiên thay cứ khâu bọt bệnh chi hồn sải nên đấy kia lại bánh chứ về thơ thứ mày về miên là trọ pi đi về miên tại bánh để hiên để đào trôn bao rồi đào trong xe không á rước có trâu nấu không rồi đau ao cái bánh ngọt đẹp được không rồi đau nên đấy sập phim dù ra đó tập bên chứ thơ thứ mày tôi rút đó tập bê rút tấu học sập nhẹ nó rút và hay chi chuyên bẹ cả ta sai sập nhẹ tới
nó sau mà pay nhãn rốt ọt hối kịp chung cho vậy đấy ấy bà rốt anh bành chung cho miền ấy lược đầy chân ban chỉ rụt bong ôn mơ khơi rụt thọt đầy cái bằng họ đi để hin mà pay nhãn đấy mến rụt thọt chắc đây na rụt thọt đọc áo chong dọc sai cho ngạc sai để hiến ngạc sai để nạp mắng vô đọc áo chong có bọt đây từ cõi kịp chung nó còn đau trăng xe thôi chân bên đây tha dương bạch băng à trăng xe nữa bà đây cái máy à mặt cho mà đây cái máy thôi mà nói bà cái nó chỉ là đau trăng xe và hai chân hói pi cái lô đây mà cái lô pi cái lô bị sai bật tuột bùm đầy chân bà sân chia bà la lô bọt chặt dọc tuột trăng xe cho an xe bên đây thật đây cái máy pi từ bây cái lô rùng cầu châu bạc bạc anh đang bật tiền đấy chưa số ta bạc bên đó để hiến nọ miền đấy anh ấy chợ khai bật băng được pe cho băng thế cứ bật băng được pe ọt một anh ấy cứ bịa cho cha mà làm bữa tới bóng ôn picha là nà thì nó nhom gì nữa là bây giờ bóng ôn picha là nà mà nè tôi sẽ nặng pi thì mỗi tháng bọt đại hào thọt rú trên một chúng chập dọc đầu bữa tới bữa sân chỉ thọt rú chẳng hỏi nó có trâu thì miền nè mình nuôi trâu miền ai sẵn than rú thọt tận nuôi sạch miền rú thọt mà đây klar đấy mà nè tôi sẽ nặng tí mùi anh ấy thì phục lỗ bản đẳng tôi sẽ nặng tí pí cứ đại trôn một trăng xe mong ốc nhà sửu đại trôn chỉ một miền pí thôi mà đã con tua con quân ta cả na sập trâu đại trôn trâu ta bánh bà mình bánh cứ rút bà mình rút cứ không nát cầm nứt cứ kia đừng trôn mà bánh ngọt nơi không trăng xe chẳng trâu thưa mày miền đấy tụi bánh khô bật bình chỉ chẳng trâu thưa mày trâu ta rút ruồi phải chỉ hà học sập nẹt nó sáu mà phay nẹt đấy hỏi chốt tới đây cái máy bắt bóng lên là than của bắt bóng đã la lô tới thá châu từ đây khó cho bạn anh ấy chia tô sản nặng mùi anh ấy bật cái nhông lược anh ấy mà như vậy chia cả tích bật đứt muối đầm bấy ở dương prong project lọc từ bật thiên là bọt thì muối này nhông vậy bẹt con đang chứa nó bẩn chứa đây cái nhông ta thấy con là bách miên đang cầm nặng mình bên mùi quan mì gì ấy mến con là bách mà quan con là bách nhông prao pịa là hốt đòn lương vì mà quan là bách nhưng tha con là bách miên đen cầm nát bằng bố nè anh ấy cứ sắp tay cầm hộp và chay cả tê bà sân chỉ đôi bị cho cha mà làm được bến dương bắt băng tất đây cầm hộp chay tê thế này tụ bây giờ na cả đôi ta cần hát đào mô lên là tháng châu đây dương bánh hơi xôn đó nó bà căn tụ phải nãy chăng đấy ọt miên dây hay hay được cài tha nó vì đổ cha với mến tê bằng bộ ổn miên pê là chăn tệ nó vì cái đầu cái hai tròn bàn đấy con tay nó sẽ đập tới thấy ọt cao tê ấu mấy cái phục lô cái pung đấy cái chật cho cha cho hạt lây kha hơi anh nói thưa mấy anh nói anh tha video cha tại tôi giang na cả đôi cha cả đôi mày cái đôi bọn anh mấy nhung xôm sờ sài thà bởi sân gì dương miên chăn tẹt bật cọt mẹ nó bốn á dương mình nè dương mình bắt băng tật đấy rồi hốt đó đôi bị cha mà làm khi một chung thì hiến đo lên là thán phật cho lên là thán đi cho bắp thì hiến nó miên oi nó ná chín chương châu có bay lên là thán thì châu nó cứ bao nhiêu phút ơi trăm để dây khi tạm còi bao nhiêu phút cứ để dây khi tạm còi cứ ơi cái đau châu mà mình chân này cái châu mà chặt cái châu mà bao chấm nó đây cái ai đau châu mà sợi nó ngay ban bà là lúc bị bọt xì đạch ở đây đấy rọt sập cả lô máy bị dùng tạm sầm án đấy anh ấy cứ chia còn hốt này cả đợt nòm mùi nè preachment share vào đây tới căn preachment được tây tiền tu rồi tu son bà sạt khâu chân bắt đạch cả phật đồ phật mắt cầm được bị sự bẩn chấm để hiến ông Korean khai một đào tè chấm nòm cái này chưa chấm nòm cái này chào lao nè phải dắt son ra này giấy bay lơ coi lướt tiếp với nhom thạc bảo tề chạm một đỏ đài lực tí bí như thế bảo tiền lực tí bí ọt bảo cái phải chun máu để hiến pi cà say màu pi nè lực tí bay nhưng ta bảo tề bên đây đó là lời lực tí buồn đấy nhưng ta chạm một đỏ đài sân bởi trong phần lề như này rồi mình thả ọt chạm bệnh miền đồ nào thram màu ấy tề bên đây đồ nào thram màu anh nâng cứ cái hao tha dọc lưng từ lên sau tới cọc play như thế này lọp xì ọt á lọp ai bật lọp ấy bạch tì nhưng mà lọp cái gì đây nó là lọp chân pre cho mệt nhưng mà vậy ní cứ đập bấy xong việc bol men đại sẽ tích ram sẽ tích sang pan chỉ nhẹ dương nâng oi đăng nơi trồng đôi pì tí mùi thấy rồi thả ông là bạch có khmiên đen cầm nắp nè
ចូលជឿលើការប្រុងប្រយ័ត្ននិងភាពខ្លាំងរបស់យើងទី1ទី2កុំអាចជ្រួលយោបល់វាអាចជាសង្គ្រាមចិត្តសាស្ត្រទោះបីជាពិតក៏ដោយខ្មែរយើងគេមានពាក្យមួយថាចេះវូចសុខាភូតច្រើនចាញ់អាត្មាបើវាធ្លាប់ភូតហើយទោះជាពិតក៏ដោយយើងផ្ញើការជឿសិនមិនទាន់ជឿទេចាំតែហ៊ានមកដល់ដៃចាំយើងជឿប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតមុននឹងចូលទៅដល់ប្រធានបទទី2ពួកប្រធានបទទី1ប្រធានបទទី2ហ្នឹងសំណាងយូរវាប្រតិក្រឡាគ្នារឿងអន្តរជាតិអ្នកដែលផ្ញើសារមកខ្ញុំនិយាយពាក្យចាមរាមនឹងយូរហើយតាំងពីភ្លាមមកសួរថាលោកគ្រូមិនក៏មិននិយាយបងប្អូនខ្ញុំបើកាលណាខ្ញុំនិយាយខ្ញុំគិតពីប្រយោជន៍នេះខ្ញុំគិតពីប្រយោជន៍ខ្ញុំត្រូវតែលើកតម្លៃនិងគុណសម្បត្តិរបស់កងទ័ពហើយបើសិនជាចុះហេតុអីបានខ្ញុំនិយាយពីឥឡូវនេះមានពេលខ្លះរឿងភ្លាមមិនអាចនិយាយបានទេទី1មនុស្សមិនជឿបងប្អូនទី2គេអាចជេរបចោយើងពេលខ្លះទាល់តែទុកឲ្យយូរបន្តិចចាំនិយាយហើយសួរថាលោកគ្រូនិយាយអញ្ចឹងមានស្អីជាសំអាងបងប្អូនរឿងហ្នឹងនៅក្នុងសង្គមមានច្រើនអ្នកខ្លះឧទាហរណ៍ថាសំបីតែហ៊ុនសែនក៏ដោយហ៊ុនសែនបងគាត់មាន2នាក់បងទី1ស្លាប់នៅថៃមិនមែនស្លាប់នៅខ្មែរទេណាគឺគាត់អត់និយាយណាគាត់អត់មានប្រាប់បងគាត់ទេព្រោះវាទទួលយកអត់បានហើយរឿងនេះបងប្អូនតើស្ដាប់ទេលោកគ្រូស្ដាប់ទៅមានពេលខ្លះដូចជាមិនតំណងនរិនថារុប៉ុន្តែនៅពេលដែលស្ដាប់ហេតុផលទៅគឺ logic 100%អ្វីដែលសូមតារានិយាយគឺជាចំណេះដឹងឬខ្លះបងប្អូនស្ដាប់ទៅមិនឯកភាពក្នុងចិត្តទេតែចាំស្ដាប់មើលហេតុផលសិនសវត្តថារុបងប្អូនមានរឿងខ្លះយើងប្រាប់ភ្លាមទទួលយកអត់បានទេណាយើងនិយាយភ្លាមទទួលយកអត់បានទេត្រូវការពេលវេលាដូចគ្នាឧទាហរណ៍ថាលោកប្រធានសំរងស៊ីគាត់និយាយម៉ាំមហាជនខ្លះដែលគ្រប់គ្រងសំរងស៊ីស្រឡាញ់សំរងស៊ីទទួលយកបានទទួលយកបានមិនមែនស្អប់សំរងស៊ីមិនមែនទេគាត់អាទំហំទឹកចិត្តនៃការស្នេហាជាតិណាវាធំជាងកំណត់នេះវាធំជាងពាក្យពិតវាធំជាងពាក្យពិតមិនមែនបងប្អូនយើងនិយាយអញ្ចឹងស្រីរតសៀមរាបទៅខឹងសំរងស៊ីទៅស្អប់សំរងស៊ីអ្នកខ្លះទៅថាឲ្យសំរងស៊ីពេលដែលសំរងស៊ីនិយាយថាអូទ័ពខ្មែរយើងខ្សោយជាងទ័ពថៃព្រោះបច្ចេកវិទ្យាបច្ចេកទេសនេះសេដ្ឋកិច្ចអាវុធរបស់គេខ្លាំងជាងក៏មានពេលហ្នឹងទទួលយកអត់បានទេខ្ញុំទទួលយកមិនបានទេហេតុអីខ្ញុំសរសើរអ្នកដែលហ៊ានថាឲ្យសំរងស៊ីវិញហេតុអីពីព្រោះពួកគាត់តម្កល់ទឹកដីនិងផលប្រយោជន៍ជាតិម៉ុងស្រៀនស៊ុយធំជាងបកគលមែនទេគឺមិនអីទេមិនអីទេពាក្យពិតអាដំបងនោះគឺវាទទួលយកមិនបានប៉ុន្តែវាគង់តែទទួលយកវិញទេប៉ុន្តែសូនតារាគេហៅថាមនុស្សទេភ្នែកទឹកហ្នឹងបងប្អូនណាមនុស្សទេភ្នែកទឹកហ្នឹងគឺខ្ញុំដឹងថាពាក្យណាគេទទួលយកបានពាក្យណាគេមិនទទួលយកបានហើយខ្ញុំដឹងថានិយាយនៅពេលណាអញ្ចឹងរឿងពាក្យចចាមអារាមដែលអាចដូចជាការពិតថាតែហ៊ានទាំង20នាក់មិនមែនគេហៅទៅថតរូបចាក់ទេគឺគេចូលមកបាញ់ដល់រណ្ដៅមកភ្ជង់ក្បាលដល់រណ្ដៅបាត់បញ្ជាអត់ហ៊ានបាញ់មានតែមិនមានតែបាញ់ទៅហ៊ានណាបើកាលណាគេចូលមកមានតែពីរទេមានតែបាញ់ហើយនឹងរត់មានតែបាញ់ហើយនឹងរត់ចុះបើសូនតារានិយាយភ្លាមហ្នឹងគឺមានគេជេរបចោសូនតារាច្រើនចុះសួរថាសូនតារាហ្នឹងខឹងគេជេរបចោខ្លាចគេជេរបចោទេខ្ញុំមិនដែលខ្លាចទេប៉ុន្តែខ្ញុំគ្រាន់តែដឹងថាបើវាជាភ្លើងបើវាជាបន្លាខ្ញុំមិនទៅឈួតប៉ះឲ្យវាលាកដៃខ្ញុំមិនទៅឈួតប៉ះឲ្យវាលាកដៃទេឬក៏ឲ្យវាមុតសិនចាំគេថាអូស្ដាយណាស់យកភ្លើងមកផ្លុំមិនមែនទេអញ្ចឹងបងប្អូនអានេះបែរខ្ញុំលើកឧទាហរណ៍ណាអ៊ុយសខនជាក់ស្ដែងភ្លាមរឿងដែលខ្ញុំថាដូចជាហ៊ុនសែនបងប្រុសទី1បងប្រុសទី2គាត់ខ្ញុំមិនដឹងថាមួយណាមុនណាអនិច្ចកម្មស្លាប់គាត់អត់ទៅប្រាប់បងប្រុសគាត់ផ្សេងទៀតទេណាដោយសារអីទទួលយកមិនបានណាបងប្អូនទទួលយកមិនបានណាអានឹងហើយបានជាចំណុចដែលខ្ញុំចង់លើកឡើងនៅចំណុចចុងក្រោយនេះ
បងប្អូនយើងគាត់ថាលោកគ្រូមិនទំដឹងឥឡូវហ្នឹងមិនមែនទេប៉ុន្តែចំណុចឥឡូវនិយាយទៅវាមានប្រសិទ្ធភាពដោយសារអីដោយសារស្ថានភាពវាទុំការពិតវាចាប់ផ្ដើមចេញហើយដំបូងវាត្រឹមតែក្រពុំឯផ្កាឥឡូវវាចេញជាផ្កាហើយងួនបាច់ដូច្នេះយើងគួរតែនិយាយការពិតនៅក្នុងកាលៈទេសៈពិតណាពាក្យពិតណាបងប្អូនទោះជាយើងចង់និយាយក៏ត្រូវការពេលវេលាដែរហ្នឹងដូចទៅក្នុងពុទ្ធសាសនាហៅនិយាយត្រូវកាលណានិយាយត្រូវកាលនិយាយត្រូវពេលវេលានិយាយសច្ចធម៌ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតអ្នកដែលថាអុយសំរងស៊ីអីអន់ចិត្តសំរងស៊ីហ្នឹងបងប្អូនណាកុំច្រឡំមិនមែនឈប់គ្រប់គ្រងសំរងស៊ីទេគ្រប់គ្រងសំរងស៊ីលើសដើមហើយគ្រាន់តែថាយើងត្រូវសរសើរវិញបើមនុស្សហ្នឹងជាមនុស្សពិតចង់និយាយថាមិនមែនជាមនុស្សរបស់គណៈបព្វជិជនសម្ដែងទេមិនមែនទេពលករស្រុកគេយើងត្រូវសរសើរវិញថាមនុស្សតម្កល់ផលប្រយោជន៍ជាតិទឹកដីធំជាងបុគ្គលអាហ្នឹងយើងសរសើរវិញថាយើងត្រូវបុគ្គលសូនតារាអាចស្លាប់ក៏ដែររាងកាយយើងសំរងស៊ីស្លាប់នៅហ៊ុនសែននរណាក៏ដោយស្លាប់ប៉ុន្តែទឹកដីមិនអាចបាត់បង់បានទេយើងត្រូវតែបង្រៀនមនុស្សឲ្យស្រឡាញ់ទឹកដីនេះស្រឡាញ់ទឹកដីស្រឡាញ់យុត្តិធម៌ស្រឡាញ់គុណធម៌ធំជាងស្រឡាញ់បុគ្គលប្រធានបទទី2ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតស្អប់អាមេរិកពឹងអាមេរិកខ្ញុំនិយាយយោងទៅលើដូណាល់ត្រាំគាត់នឹងចុះហត្ថលេខាពីកិច្ចព្រមព្រៀងសន្តិភាពឈប់បាញ់កែវឡុងហិនហើយដូណាល់ត្រាំគាត់ចូលរួមចំណែកតាំងពីដើមមកនៅក្នុងបទឈប់បាញ់មិនមែនត្រឹមតែកិច្ចព្រមព្រៀងសន្តិភាពទេគឺបទឈប់បាញ់ណាអញ្ចឹងបើយើងនិយាយទៅដូណាល់ត្រាំគាត់មានគុណសម្រាប់កម្ពុជាច្រើនមានគុណសម្រាប់ប្រទេសដែលមានមេដឹកនាំស្អប់ណាអាមេរិកចំណុចទី1ទី2ខ្ញុំនិយាយពីស្អប់អន្តរជាតិទៅពឹងអន្តរជាតិឥឡូវខ្ញុំនិយាយរឿងគេថាហេចុះមានផុសតាំងអីដែលថាហ៊ុនសែនស្អប់អាមេរិកបងប្អូនទើបឥឡូវទេបោកនេះពុទ្ធធិរាកិនបងប្អូនណាខ្ញុំនិយាយលើលោកនេះប្រទេសដែលហ៊ុនសែនស្អប់បំផុតគឺអាមេរិកប៉ុន្តែដោយសារតែគាត់និយាយទៅនឹងវាអត់កើតនិយាយទៅអត់កើតបើសិនជាគាត់ខ្លាំងគាត់ហ៊ាននិយាយជេរអាមេរិកផ្ទាល់គាត់ហ៊ានជេរប្រយោលលួចជេរលួចស្ដីឲ្យលួចចោតប្រកាន់កុសល driver បើសិនជាពិភពលោកនេះបាត់អាមេរិកទៅហ៊ុនសែនអត់ណាហ៊ុនសែនស្អប់ណាស់នេះប៉ុន្តែបើចំណុចខ្លះដែលគាត់ធ្វើស្រឡាញ់កន្លែងដែលបំរើផលប្រយោជន៍របស់គាត់ទេខ្ញុំលើកផោះតាំង2 3ផោះតាំងដូចតទៅទី1ចាប់កម្មសិក្ខាដាក់គុកពីដំបូងគឺចោតថាខុបខិតជាមួយបរទេសមានអាមេរិកអាល្លឺម៉ង់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ហើយកម្មសិក្ខាត្រូវបានចាប់ដាក់គុកនឹងរំលាយគណៈបកសង្គ្រោះជាតិប្រកាសជាប្រធានគណៈបកសង្គ្រោះជាតិថាគណៈបកសង្គ្រោះជាតិនឹងផ្ដួលរំលំដែលមានអាមេរិកច្បាស់អាមេរិកនៅក្រៅខ្នងចំណុចត្រង់ណាដែលថាមានអាមេរិកនៅក្រៅខ្នងទី1ហ៊ុនសែនស្អប់អង្គការសង្គមស៊ីវិលណាស់ពីព្រោះគាត់គិតថាអង្គការសង្គមស៊ីវិលនឹងទទួលជំនួយហិរញ្ញវត្ថុដោយអាមេរិកពិតអង្គការសង្គមស៊ីវិល 90% ទទួលហិរញ្ញវត្ថុដោយអាមេរិកមួយភាគដោយអូស្ត្រាលីមួយភាគដោយអឺរ៉ុបប៉ុន្តែអាមេរិក 90% នេះអង្គការសហប្រជាជាតិអង្គការសិទ្ធិមនុស្សអង្គការ NDI អង្គការ IOI អីហ្នឹងចម្រើនជិនពេលហ្នឹងហ៊ុនសែនធ្វើយុទ្ធនាការកំទេចអាមេរិក
គឺมันអាចកំទេចប្រទេសអាមេរិកបានទេគឺកំទេចប្រព័ន្ធរបស់អាមេរិកដែលហ៊ុនសែនចោទថាជាខ្មាំងជាអ្នកផ្ដួលរំលំរដ្ឋាភិបាលជ្រកក្រោមផ្លាកសិទ្ធិមនុស្សអង្គការសង្គមស៊ីវិលនិងក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យបងប្អូនពាក្យនឹងពាក្យសូនតារានិយាយនឹងបងប្អូនភ្ញាក់ត្រឡប់ទៅក្រោយភ្ញាក់ពាក្យដែលលោកគ្រូនិយាយនឹងគឺពាក្យគណៈបព្វជិនគេនិយាយទាំងអស់គឺជ្រកក្រោមផ្លាកសិទ្ធិមនុស្សប្រជាធិបតេយ្យអង្គការសង្គមស៊ីវិលណាអង្គការសង្គមស៊ីវិលនឹងមានអង្គការសិទ្ធិមនុស្សអង្គការប្រព័ន្ធផ្សព្វផ្សាយអង្គការបណ្ដុះបណ្ដាលអីផ្សេងនេះដែលទទួលជំនួយពីសហរដ្ឋអាមេរិកពេលនោះហ៊ុនសែនចាប់ផ្ដើមកំទេចអាមេរិកមុនខ្ញុំនិយាយពីសៅផ្ដើមមុនចាប់កម្មសខាថ្ងៃនេះបងប្អូននិយាយពីចំណេះដឹងទូទៅមួយមុនចាប់កម្មសខាគឺហ៊ុនសែនបានប្រើអង្គការណែពុករលួយដើម្បីចាប់ដាក់គុកមន្ត្រីសង្គមស៊ីវិល7រូបបងប្អូនមានចាំបានទេ7រូបពាក់ព័ន្ធជាមួយនឹងលុយ$50នឹងកម្មសខាដែលគេថាពុករលួយនេះមន្ត្រីសង្គមស៊ីវិល7រូបចាំដល់ឡានជាប់គុកជាយុទ្ធនាការទី1នៃការបង្ក្រាបអង្គការសង្គមស៊ីវិលដែលធ្វើឲ្យចលនាអង្គការសង្គមស៊ីវិលគឺស្ងប់ស្ងាត់មិនហ៊ានធ្វើសកម្មភាពការពារអាយុជីវិតពីព្រោះត្រូវបានរដ្ឋាភិបាលកំចាត់អង្គុយចាំតែចាប់កំហុសចាប់ពាក្យចាប់សំណេរគឺយកទៅដាក់គុកភ្លាមតែម្ដងគឺគុកដោយមិនថាអ្នកឯងនឹងសម្លាប់មនុស្សគឺគុកដោយងាយណាទី1ក្រោយពីយុទ្ធនាការកំទេចអង្គការសង្គមស៊ីវិលបងប្អូនមានចាំបានណាអង្គការសង្គមស៊ីវិលជាប់គុក7នាក់ដោយសាររឿងស្រីម៉ាចស្រីមុំរឿងពាក់ព័ន្ធជាមួយកម្មសខាហ្នឹងបន្ទាប់មកផ្កាព្រៃរំលាយផ្លាណុកគណៈបកសង្គ្រោះជាតិហ្នឹងមុនរំលាយគណៈបកសង្គ្រោះចាត់កម្មសខាដាក់គុកចោទពីបទខុបខិតជាមួយបរទេសអាមេរិកផ្ដួលរំលំហ៊ុនសែនមានន័យថាអាមេរិកជាមេជាអ្នករៀបចំផែនការតាមរយៈគណៈបកនយោបាយដឹកនាំដោយកម្មសខាតាមរយៈអង្គការសិទ្ធិមនុស្សរបស់ CCHR របស់កម្មសខាពីមុនមកខំពីមុនតាមរយៈអង្គការសង្គមស៊ីវិលដើម្បីណែប្រើរូបភាពនឹងរំលាយរដ្ឋាភិបាលក្រោយចាប់កម្មសខាហើយបងប្អូនមានឃើញអង្គការសង្គមស៊ីវិលត្រូវហ៊ុនសែនកំទេចឧទាហរណ៍ទី1អង្គការ NDI អង្គការ NDI បងប្អូនមានចាំបាន NDI គឺពាក្យពេញគេគឺ National Democrat Institute តាមខ្ញុំចាំណា National Democrat Institute គេហៅថាវិទ្យាស្ថានប្រជាធិបតេយ្យជាតិហ៊ុនសែនទុកពេល24ម៉ោងពេលនោះទូតអាមេរិកប្រតិកម្មថា NDI បានជួយគណៈបកទាំងសងខាងបណ្ដុះបណ្ដាលយុវជនអំពីនីតិរដ្ឋនិងគោលការណ៍ប្រជាធិបតេយ្យមិនមែនបណ្ដុះបណ្ដាលដោយគណៈបកប្រឆាំងទេរាល់សិក្ខាសាលារាល់វគ្គបណ្ដុះបណ្ដាលទាំងអស់គឺគេអញ្ជើញគ្រប់គណៈបកបើថាមានសិក្ខាកាម20នាក់គឺមកពីគណៈបកប្រជាជន5នាក់មកពីគណៈបកប្រឆាំង5នាក់មកពីសង្គមស៊ីវិលប្រមាណនាក់ទីនោះហ៊ុនសែនអត់ស្ដាប់ទេគឺបណ្ដេញ NDI ដាក់អវសានបាត24ម៉ោងបើមិនចេញបៃខ្នោះបងប្អូនត្រូវចាំអង្គការបើនេះវិទ្យាស្ថានដែលហ៊ុនសែនដេញមុនគេបន្ទាប់ពីចាប់កម្មសខាគឺវិទ្យាស្ថានប្រជាធិបតេយ្យជាតិ National Democrat Institute បន្ទាប់មកទៀតវិទ្យុ VOA និងអាស៊ីសេរីប៉ុន្តែអាស៊ីសេរីណាមុននឹងមានបុគ្គលិកអាស៊ីសេរី2នាក់ត្រូវគេចាប់ដាក់គុកហើយឥឡូវមិនដឹងជានៅក្រៅឃុំប៉ុន្តែនៅជាប់បណ្ដឹងតុលាការឡើយទេតែជឿសូនតារាប៉ុន្តែខ្ញុំនិយាយនេះចាប់ដើមរៀបរាប់ខាត់ម៉ាត់រៀបរាប់សៅដាមួយដែលបញ្ជាក់ថាតើផុសតាំងអីដែលថាហ៊ុនសែនស្អប់អាមេរិកណាស្អប់ណាហ៊ុនសែនបានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយ VOA អាស៊ីសេរីគឺជាបណ្ដាញផ្ដួលរំលំសេនតុងនេះរដ្ឋាភិបាលអញ្ចឹងត្រូវតែកំទេចអាស៊ីសេរីជនច័ន្ទបុតរត់អត់ទាន់ជាប់គុកបាត់ជនបុតរត់ប្រត់ទាន់ណា VOA បិទលឹបក្រោយពីបិទ VOA អាស៊ីសេរីហើយសកុនតេរីលេងច
ចាប់ផ្ដើមបិទ VOD តទៀត VOD ជីវិតចុងក្រោយនៅឆ្នាំ2023ណា VOD បាត់មុនពេលមិនមែនតែ VOA ទេណាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលមានអាស៊ីសេរី VOA The Cambodia Daily ស៊ីណាតលឹមបិទខ្ទេចបងប្អូនអត់ដឹង The Cambodia Daily អាស៊ីសេរី VOA និងអង្គការសង្គមស៊ីវិលជាច្រើនត្រូវបានគេចាប់ដាក់គុកហើយរស់នៅក្នុងភាពភ័យខ្លាចអញ្ចឹងគាត់យល់ឃើញថាប្រព័ន្ធផ្សព្វផ្សាយអង្គការសង្គមស៊ីវិលតាមរយៈប្រព័ន្ធផ្សព្វផ្សាយតាមរយៈសិទ្ធិមនុស្សតាមរយៈជំនួយអីផ្សេងៗហ្នឹងគឺជាអង្គការចាត់តាំងជួយគណៈបកប្រឆាំងទៅផ្ដួលរំលំមែនទេលេខពេកសូអញ្ចឹងផោះតាំងនេះដែលខ្ញុំ2 3ចំណុចខ្ញុំថា2 3ចំណុចក៏ទៅច្រើនដែរបង5 6ចំណុចដែលខ្ញុំនិយាយនេះណាគឺជាផោះតាំងដែលបញ្ជាក់ថាហ៊ុនសែនស្អប់អាមេរិកបោសសម្អាតភ្នាក់ងារនិងអង្គការសង្គមស៊ីវិលបុគ្គលិកដែលនេះទទួលជំនួយអាមេរិកធ្វើការនៅក្នុងប្រទេសកម្ពុជាកំទេចចោលទាំងអស់ហ៊ុនសែនកំទេចទី1គឺអាមេរិកត្បិតតែគាត់មិនអាចកំទេចអាមេរិកបានទោះបីដោយប៉ារ៉ាវ៉ាណូដោយគាត់ខ្សោយគាត់មិនអាចតែគាត់អាចកំទេចអាមេរិកដោយអង្គការចាត់តាំងអញ្ចឹងស្អប់អាមេរិកអានេះខ្ញុំនិយាយចំណុចមួយធំចំណុចទី2បងប្អូនខ្ញុំធ្លាប់តែនិយាយចំអកហើយហ៊ុនសែនគាត់ធ្លាប់តបថាឲ្យចៅគាត់ដកនេះលាសញ្ជាតិអាមេរិកគេមិនដែលតជាមួយហ៊ុនសែននិយាយអីគេមិនដែលតមកណាពីព្រោះសម្បូរកូនឆ្លាតវាពាក់ព័ន្ធជាមួយនឹងតម្លៃការតបតគឺជាតម្លៃនេះខ្ញុំច្រើននៅចំអកទៅដល់គណៈបកប្រជាជនបនអាចបុនដែលខ្ញុំកាលនោះខ្ញុំបានហៅខ្លួនឯងខ្ញុំហៅតាមសំណើរបស់គណៈបកប្រជាជនថាខ្ញុំសូនតារាអាចឆ្កែរត់ចោលស្រុកគណៈបកប្រជាជនអាចឆ្កែរត់ចោលសន្តិភាព Andrew Justin បងប្អូនមានដឹងទេអ្នកដែលស្នេហាទឹកដីជាតិមាតុភូមិកម្ពុជាបច្ចុប្បន្ននៅក្នុងក្រៅប្រទេសនៅក្រៅប្រទេសសហរដ្ឋអាមេរិកជាពិសេសនៅប្រទេសបារាំងអូស្ត្រាលីកាណាដាអីហ្នឹងភាគច្រើនលើសលប់គឺជាជនភៀសខ្លួនសង្គ្រាមនេះណាបងប្អូនដែលឈឺចាប់ស្អប់សង្គ្រាមស្អប់ការជិះជាន់ស្អប់អយុត្តិធម៌អញ្ចឹងនៅពេលដែលឃើញហ៊ុនសែនជិះជាន់អយុត្តិធម៌គោចអត់ចង់ឲ្យប្រទេសនឹងអញ្ចឹងចង់ឲ្យប្រទេសដូចខ្លួនដែលកំពុងរស់នៅដូចអាមេរិកដែរចង់ឲ្យប្រទេសដូចបារាំងដែរចង់ឲ្យប្រទេសដូចកាណាដាដែរចង់ឲ្យប្រទេសដូចអូស្ត្រាលីដែរប៉ុន្តែយុវជនក្មេងៗខាត់ចំនួនក្រោយថ្មីណាច្រើនភាគច្រើនយើងកុំនិយាយថាទាំងអស់ភាគច្រើនដែលលីអ៊ុយដែលមករស់នៅក្រៅប្រទេសអាមេរិកអឺរ៉ុបអូស្ត្រាលីកាណាដាអីហ្នឹងណាគឺគណៈបកប្រជាជនការមកទេបងប្អូនដោយសារតែស្វែងរកប្រយោជន៍ពីព្រោះខ្មែរយើងគណៈបកប្រជាជនគេមានលទ្ធភាពគេមានលុយពេលនេះគេមានអធិនាគេមានបណ្ដាញគេមានខ្សែរយៈគេតាក់ទងគេរៀបការមកគេការដើម្បីអីគេមិនមែនស្នេហាអាមេរិកគេមិនមែនទៅស្នេហាអឺរ៉ុបស្នេហាបារាំងទេគឺគេគ្រាន់តែចង់បានឯកសារกระดาษស្នាមចេញចូលរកស៊ីឬក៏លយពីព្រោះលយមែនទេពីព្រោះគាត់ថាបើអ្នកនឹងបានសញ្ជាតិអាមេរិកទៅស្រុកខ្មែរទៅវាសម្បើមមកបានសញ្ជាតិបារាំងអូស្ត្រាលីទៅស្រុកខ្មែរសម្បើមមកអញ្ចឹងគណៈបកប្រជាជនការដែលគេការមកនៅក្រៅប្រទេសគេជួលខ្លះគេលួចមកខ្លះគេមានបណ្ដាញខ្លះមែនទេគេមានបងប្អូនខ្លះគេមានមិត្តភ័ក្តិខ្លះហ្នឹងគេការមកដល់អាមេរិកគេការទៅដល់អូស្ត្រាលីគេការមកដល់ស្រុកបារាំងហ្នឹងពេលដែលមានសញ្ជាតិគេសម្បើមទៅស្រុកខ្មែរគេសម្បើមមែនទេគេអាចលុយធំវឹកវរអានេះគេហៅថាវាសម្បើមយើងពួកនឹងអត់សូវមានអាដាមកតិហើយមិនថាអត់អាដាមកតិពីព្រោះវាធ្វើអ្វីដើម្បីប្រយោជន៍បុគ្គលអាត្មានិយមប្រើប្រាស់មែនទេព្រោះប្រើប្រាស់ទឹកដីអាមេរិកដើម្បីភាពសម្បើមរបស់ខ្លួនដើម្បីបានឯកសារដើម្បីមានសិទ្ធិរស់នៅដើម្បីចេញចូលដើម្បីជើងមេឃទលាយដើម្បីទៅស្រុកខ្មែរនឹងឃើញនៅពីលយតាហើយគណៈបកប្រជាជនគេគ្រប់គេអត់គ្រប់មនុស្សមានគុណធម៌មនុស្សមានសុជីវធម៌មនុស្សមានសិលធម៌គេគ្រប់អាណាមានលុយនិងមានអំណាច
គេស្ដាប់បញ្ជាអ្នកមានលុយមានអំណាចបើយើងធ្វើល្អនិយាយមិនក៏អត់ថាបើថាមេក៏ហឹមមកព្រុសងើបរត់ចោលមករត់ងើបរត់មកនេះគឺផ្នែកកំណត់គឺគេឲ្យមនុស្សហ្នឹងខ្លាចមនុស្សអញ្ចឹងពេលហ្នឹងបាននៅអាមេរិកបាននៅអីចឹងទៅនេះចូលពីអាមេរិកទៅដល់ហ្នឹងថាអូគឺសម្បើមណាស់បើថាគណៈបកប្រជាជននោះគឺសម្បើមមានវិឡានៅឯណាចឹងទៅមានបងប្អូនគណៈបកប្រជាជនគេទៅពីអាមេរិកទៅគេជប់លឿងក៏ធួយគេមើលទៅគេបន្សាយអធិពលអំណាចហ្នឹងឲ្យអ្នកស្រុកអ្នកភូមិផងរវងជាមួយនឹងមើលឃើញទៅអូហូមិនធម្មតាដល់ចឹងញ៉ាំងឲ្យមនុស្សហ្នឹងចង់មកអញ្ចឹងតែខ្ញុំនិយាយថាឧត្តមគតិរបស់ពួកហ្នឹងគឺសូន្យណាស់បងប្អូនពួកហ្នឹងហើយដែលឲ្យតែលឺតែហ៊ុនម៉ាណែតហ៊ុនសែនមកពពាក់ពពូនទៅអើតកយល្មើមអើតកយល្មើមដូចថាពួកនោះគឺជាអ្នកចំណូលថ្មីគឺមិនមែនជាអ្នកស្រឡាញ់មាតុភូមិទឹកដីទេនេះជាអ្នកស្វែងរកប្រយោជន៍ហើយបើមានបញ្ហាពួកនោះកើបប្តីកើបប្រពន្ធមកនៅក្រៅប្រទេសបាត់ឲ្យឈឹងអត់មានសំណោះជាមួយនឹងខ្មែរយើងនៅក្នុងស្រុកអត់មានធម៌មេថាអីទេភាគច្រើនមិនទាំងអស់មានន័យថាអ្នកមកចំនួនក្រោយក៏ជាមនុស្សមានអារម្មណ៍កតិដែរប៉ុន្តែបងប្អូនតិចសន្តាននិយាយលេងភាគច្រើនអ្នកដែលទៅចូលរួមសកម្មភាពនយោបាយបាតកម្មសុទ្ធតែជាអតីតជនភៀសខ្លួននេះសវណ្ណសុទ្ធតែជាអតីតជនភៀសខ្លួនមែនទេអ្នកមកស្រុកអាមេរិកថ្មីមែនទេ4-5 ឆ្នាំថ្មីនេះណា zero មែនទេគឺសិតតែអ្នកស្វែងរកប្រយោជន៍និងភាពសម្បើមផ្ទាល់ខ្លួនទេអញ្ចឹងសុកចន្ទាហេដែលខ្ញុំធ្លាប់និយាយចំអកថាពួកបែបប្រភេទលិសូនតារានិយាយនឹងហើយសម្បត្តិមីចដែលខ្ញុំហៅថាអាចកែរត់ចោលសន្តិភាពមិនបើស្រុកខ្មែរមានសន្តិភាពរត់មកបកាច់យកស្អីណាក្រែងថាម្នាក់ពេលដែលហ៊ុនសែនវាយអាមេរិកហ៊ីងមិនហៀងគាត់សិតបញ្ចេញសាច់ដុំទ័ពនាយក្រិនណាលីវិនលីមែនទេសិតតែបញ្ចេញសាច់ដុំទ័ពអង្គរៈរបស់ហ៊ីងមិនហៀងដែលការពីសម្ដេចដេចជួននោះគឺមាននាយក្រិនមាននាយកុយមាននាយក្រាំបាទមាននាយក្រិនមាននាយកុយមាននាយក្រាំឯហ្នឹងគេអះអាងថាហ៊ីងមិនហៀងនឹងសម្លេងខ្លះជួបកាគេនៅចាក់ឡើយទេគេនៅអះអាងថាគាត់ក៏ចង់រាប់អានអាមេរិកដែរប៉ុន្តែបើអាមេរិកមកគាត់វាយដោយសារអីដោយសារអាមេរិកវាមាន F-16 អីចឹងទៅដល់តែហ៊ីងមិនហៀងគាត់មានយន្តហោះចម្បាំងចាក់សាំងដបដល់តែពេលហ្នឹងបងប្អូនណាដែលខ្ញុំបញ្ជាក់ថាវាដែលថាស្អប់អាមេរិកខ្លាំងណាស្អប់ខ្លាំងមែនតែនរហូតដល់មានវោហាសាសខ្លះគឺថាឲ្យតែអាមេរិកមកវាយមិនខ្លាចទេឲ្យតែយើងស្ដាប់នេះវាយមកណារីណាអញ្ចឹងចំណុចនេះជាផុសតាងមួយដែលខ្ញុំថាពេលដែលហ៊ុនសែនពេលដែលហ៊ីងមិនហៀងឬក៏អ្នកដតីនិយាយជេរអាមេរិកគណៈបព្វជិជនគេថាអូអាមេរិកខូចប៉ុន្តែពួកហ្នឹងបញ្ជូនតាកូនមកអាមេរិកគ្មានឃើញពីណាហ្នឹងបញ្ជូនកូនទៅលីវិនលីប្រទេសចិននេះសោះដែលខ្ញុំនិយាយថាស្អប់អាមេរិកប៉ុន្តែគ្មានឃើញក្បាលណាមួយទៅធ្វើផ្ទះទៅរស់នៅស្រុកចិននេះសោះស្អប់ប្រទេសសេរីមែនទេទៅសើប្រទេសកុម្មុយនីប៉ុន្តែចេះខ្លាចប្រទេសកុម្មុយនីយកទៅបាញ់ចោលដែរចេះរត់មកចង់ប្រទេសសេរីដែរអញ្ចឹងអានឹងដែលខ្ញុំថាស្អប់អាមេរិកប៉ុន្តែឥឡូវពឹងដល់តែពេលមានវិបត្តិបញ្ហាសួរទៅពឹងណាអាមេរិកដូណាល់ត្រាំមែនទេលើកយើងឯកភាពអាវាស្របអេលេណាឡោះជាមួយនឹងឆន្ទៈរបស់ខ្មែរទូទៅដែលនេះអាមេរិកជួយប្រទេសកម្ពុជាហើយយើងគ្រប់គ្រងនៅចំណុចហ្នឹងប៉ុន្តែយើងគ្រាន់តែចង់ត្រឡប់ថាវិញថាចេះយើងកុំចេះអាចចេះទឹកនោមតាំងកថោដាក់អាមេរិកដាក់បរទេសហើយធ្វើខ្លួនឯងជាសម្បើមទៅចាប់សេងតារីចោតកម្មសខាសិទ្ធិអង្គការអាមេរិកក្រោយមកគេថាអត់ទេគេចាប់តែកម្មសខាចាប់សេងតារីរឿងអីផ្សេងចាក់រឿងពីមុនហ្នឹងគេឈួតបងប្អូនណាអាថាគេឈួតនឹងឲ្យជាបញ្ញាបានជាគេដាក់ទណ្ឌកម្មគេអត់គិតថាអូទណ្ឌកម្មមនុស្សដែលនៅជុំវិញហ៊ុនសែននេះគេអត់គិតថាអូហ៊ុនសែនគេបកស្រាយវិញគេដឹងច្បាស់ប៉ុណ្ណឹងអាមេរិកគេមិនល្ងើទេអន្តរជាតិបើគេល្ងើគេមិនអាចទៅគ្រប់គ្រងផែនដីបានទេមួយអញ្ចឹងស្អប់អាមេរិកជេរបចោអាមេរិក
ទៅពឹងអាមេរិកពេលមានបញ្ហាបងប្អូនសូម្បីតែកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីណាសកុនត្រីអូមីសែនក៏អាមេរិកចូលរួមចំណែកជាប្រទេសមហាអំណាចមួយចុះហត្ថលេខាជួយកម្ពុជាដែរហើយពេលដែលអង្គការសហប្រជាជាតិនៅឆ្នាំ91ក៏អាមេរិកមែនទេជួយកម្ពុជាច្រើនជាងគេដែរប៉ុន្តែអាមេរិកអត់អួតចិនវាជួយដែរជួយបញ្ជូនពួកកាប់ចាក់ពួកម៉ាហ្វយ៉ាមកបើកធ្វើអាគារប្រឆោតអាគារគេយកអាគារអួតខ្ពស់ទៅអាគារខ្ពស់អាគារសិតអាគារខ្មោចអត់មានមនុស្សនៅសង់ចុះប្រជាជនខ្មែរណាមានលុយទៅនៅអាហ្នឹងឲ្យសង់ហូបកាច់យកស្អីនៅនេះចេះតែសង់អាគារអួតចឹងទៅថតអាគារយកមកដាក់ទៅដាក់អត់ទេសិតតែពួកម៉ាហ្វយ៉ាដល់ឥឡូវហ្នឹងរកឃើញសិតតែពួកចោលអ៊ីនធឺណិតអនឡាញដេញចាប់ប្រផាប់ប្រភិញដល់តែសង់អាគារមិនឲ្យគេថាសំពីតាពាក្យសង្ឃាវាស្របទៅនឹងចំនួនប្រជាជនកើតនៅចំនួនប្រជាជនខ្មែររត់ទៅនៅថៃអស់2លានរត់ទៅនៅទៅធ្វើការនៅកូរ៉េអញ្ចឹងទៅចាក់អាគារនៅវាសង់ទៅអីអានឹងសិតតែជាការលាងលុយខ្មៅមកជួបាយនៃអចលនទ្រព្យលាងលុយខ្មៅបោករាប់ពាន់លានដុល្លារដែលមានការខុបខិតបយោងតាមទណ្ឌកម្មរបស់អាមេរិកនិងអង់គ្លេសណាជាមួយរដ្ឋាភិបាលអញ្ចឹងអានឹងគឺវាច្បាស់បងណាស្អប់អាមេរិកអន្តរជាតិខ្ញុំនិយាយចុងក្រោយមុននឹងចូលទៅដល់របៀបចុងក្រោយចំនួនដល់បញ្ហាផ្សេងគឺវាមិនខុសគ្នាប្រហែលនេះបងប្អូនអីចុះមិនក៏ថាអាមេរិកជួយច្រើនជាងគេបងប្អូនតើលុយដុល្លារចូលស្រុកខ្មែរនៅឆ្នាំណាឆ្នាំ91មកបូកពីយើងពីមុនហ្នឹងយើងមានតែលុយដុងណាមានតែលុយដុងហើយនឹងលុយរៀលដែរលុយរៀលយើងហើមពីកញ្ចាស់ប្រមាណ100 200មួយរៀល2រៀលហ្នឹងក៏បាត់ទៅហើយមានបងប្អូនណាចាំបានទេកាលនឹងហៅលុយដុល្លារខ្ញុំនៅពីក្មេងៗហ្នឹងពេលអូនតាក់ចូលមកហ្នឹងគឺលុយដុល្លារចាប់ផ្ដើមមានឥទ្ធិពលនៅស្រុកខ្មែរហើយកណោះខ្ញុំចាំបានចម្រៀងមួយគេមិនគេចម្រៀងសនចរិយាបាទចម្រៀងគេថាអីចង់បាន$3000អូនតាក់សួរថាយ៉ាងម៉េចខ្ញុំអត់ដឹងដែរគេនាំគ្នាច្រៀងខ្ញុំក្មេងៗទៅខ្វៀលកោច្រៀងអត់ដឹងអីទេកូនក្មេងទៀតច្រៀងតាមគេទៅណាគាត់ឥឡូវគាត់ចាស់ហើយមើលទៅណាគេជំនាន់ហ្នឹងភ្លេចទៅបាត់គេថាម៉េចទេណាជំនាន់អូនតាក់មកចូលមានដុល្លារណាអានោះដុល្លារចាយគេដែរសនចរិយាយើងនៅចង់បានប្រមាណ2000 3000ណាអូនតាក់សួរថាឯណាគោខ្ញុំអាហ្នឹងគឺចម្រៀងហ្នឹងគឺវាឆ្លុះបញ្ចាំងអំពីដុល្លារប្រព័ន្ធណាសម្បូរកូនឆ្លាតឥទ្ធិពលរបស់អាមេរិកមកក្នុងប្រទេសកម្ពុជាអន្តរជាតិខុសគ្នាមិនយកកម្ពុជាអធិបតេយ្យភាពទៅដូរជំនួយនឹងស្អីពាក្យថាជំនួយមិនមែនលុយទេគឺជួយផ្នែកច្បាប់ជួយគាំទ្រការទូតជួយគាំទ្រហិរញ្ញវត្ថុកម្ចីមែនទេជួយគាំទ្រផ្នែកណាបច្ចេកទេសបច្ចេកវិទ្យាសេដ្ឋកិច្ចខ្ញុំជម្រាបណាមានសម្បត្តិនៅលើពិភពលោកយើងនេះគ្មានប្រទេសណាមួយដែលរស់នៅម្នាក់ឯងទេសូម្បីតែអាមេរិកក៏រស់ដោយសារគេជួយដែរបងប្អូនមិនចឹងខ្មែរយើងគេហៅអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅខណ្ឌខុនអ្នកក្ររក្សាខ្លៅដូចអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំប៉ានមានតែមិនអ្នកមានរក្សាខ្សត់មានតែអ្នកមានកុំមើលងាយអ្នកក្រមែនទេត្រូវរក្សាហ្នឹងគឺថាត្រូវកុំប្រមាថថែរក្សាត្រូវកុំមើលអ្នកក្រព្រោះអ្នកក្រជាទូទៅវាមានច្រើនជាងអ្នកមានបើយើងមើលងាយអ្នកក្រមានចំនួនច្រើនជាងយើងមានណាគឺយើងត្រូវបានគេស្អប់យើងរស់នៅក្នុងសង្គមម្នាក់ឯងទេហើយយើងឆាប់វិនិច្ឆ័យរលាយព្រោះគេអត់គ្រប់គ្រងបើយើងមានមុខចំនួននឹងរលាយគេអត់ទៅទិញយើងបើកហាងគេអត់ទៅអ្នកក្រហ្នឹងឯងតែជួយធ្វើការបើយើងមានក្រុមហ៊ុនអ្នកក្រអត់ទៅធ្វើការគេស្អប់នេះថាកាយគេស្អប់អាលាយឯងចឹងបានថាអ្នកមានរក្សាខ្សត់ដូចសម្ពុតពាត់ពីក្រៅគេប្រៀបធៀបអ្នកប្រាជ្ញរក្សាខ្លៅអ្នកប្រាជ្ញមានន័យថាម៉េចមានន័យថាទូនាទីរបស់អ្នកប្រាជ្ញគឺត្រូវតែអប់រំថែរក្សាហ្នឹងគឺអប់រំណាបងប្អូនអប់រំជួយដល់អ្នកខ្លៅឲ្យចេះដឹងដែរដូចសូនតារាធ្វើហ្នឹងហៅថារក្សាខ្លៅគឺជួយបំភ្លឺមនុស្សនេះឲ្យឃើញពន្លឺនៃចំណេះដឹងសច្ចធម៌ដែរណាដូចសំពៅនៅសំប៉ានអានេះនៃទីបច្ចេកអញ្ចឹងបងប្អូនប្រទេសអាមេរិកដែលហៅថាជាមហាអំណាចបានវាទាល់តែវាមានសម្ព័ន្ធមិត្តក្នុងប្រទេសជាច្រើនជាមិត្តជួយគ្រប់គ្រងទៅវិញទៅមកបើប្រទេសនឹងឯកោនៅឋានប្រច័នម្នាក់ឯងមិនទេអញ្ចឹងបានអាមេរិកគេមិនដែលនិយាយថាអញតែម្នាក់ឯងដូចហ៊ុនសែនអធិបតេយ្យទៅអត់ទេមែនទេ
ឃើញប្រទេសមហាអំណាចកាន់តែធំកាន់តែដើរចងសម្ព័ន្ធគឺទៅដើរចងសម្ព័ន្ធនេះចងសម្ព័ន្ធគឺទៅដើមសម្ព័ន្ធគ្នានេះបែករុស្ស៊ីទៅដើមសម្ព័ន្ធឥទ្ធិពលប្រទេសទៅណាដូចជាអាមេរិកទៅដើមសម្ព័ន្ធក្រៅតែពីចិនទៅដើមសម្ព័ន្ធទៅដើមឥទ្ធិពលគឺទៅដើមសម្ព័ន្ធទៅដើមពួកម៉ាក់ហ្នឹងណាបងប្អូនទៅដើមពួកម៉ាក់ហើយមនុស្សជួយគ្នាទៅវិញទៅមកមិនអាចថាពួកម៉ាក់ជប៉ុនចិនហ្នឹងមិនថាអធិបតេយ្យគេមិនរំលោភទេប៉ុន្តែអាចជំនួយគ្មានប្រទេសណាដែលមិនពឹងជំនួយគ្នាទៅវិញទៅមកទេទោះជាផ្នែករញ្ញវត្ថុក៏ដោយផ្នែកកងទ័ពក៏ដោយផ្នែកបច្ចេកវិទ្យាក៏ដោយផ្នែកសេដ្ឋកិច្ចក៏ដោយផ្នែកការទូតក៏ដោយគេជួយគ្នាទៅវិញទៅមកដោយហ៊ុនសែនគាត់ជះអាចតាំងកថោទាំងជះទឹកនោមតាំងកថោទៅលើអន្តរជាតិអធិបតេយ្យភាពកាត់ជំនួយអញមិនស្ដាប់ឲ្យសុខខំឆ្មៅស៊ីស្មៅដល់ពេលឥឡូវមិនក៏មិនស៊ីស្មៅឥឡូវយើងឃើញជាក់ស្ដែងហើយប្រទេសយើងណាបងប្អូនប្រទេសយើងតូចក្រីក្រមិនអាចរស់នៅម្នាក់ឯងបើសិនជាប្រទេសជិតខាងវាអត់គោរពច្បាប់អន្តរជាតិហើយបើអន្តរជាតិអត់ល្វីល្វល់យើងមានឥទ្ធិពលអីដែលទៅទុកប្រទេសយើងកុំឲ្យខ្លាយទៅជាចំណីនៃប្រទេសដែលខ្លាំងអញ្ចឹងមានអន្តរជាតិហ្នឹងហើយដូច្នេះយើងត្រូវតែដឹងខ្លួនណាយើងត្រូវប្រជាជនខ្មែរយើងមិនត្រូវអល់ឯកណាធ្វើការជាមួយនឹងពិភពលោកនិងអន្តរជាតិទេបើតែគណៈបកប្រឆាំងទៅតាក់ទងធ្វើការជាមួយនឹងឋានៈត្រឹមតែតំណាងរាស្ត្រណាត្រឹមតែសមាជិកសភាព្រឹទ្ធសភាណាចោតសិទ្ធិក្បត់ជាតិសោតចោតសិទ្ធិថាអាខុបខិតជាមួយបរទេសបំរើបរទេសដល់ខ្លួនឯងតាក់ទងដល់ដូណាល់ត្រាំឯនោះគ្នាត្រឹមសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាមិនទៅធំណាស់ដល់ដូណាល់ត្រាំចុះតម្រាំតែយើងតាក់ទងដល់ដូណាល់ត្រាំដូចហ៊ុនសែនដូចហ៊ុនម៉ាណែតតើវាក្បត់ជាតិក្បត់បំរើបរទេសកញ្ជះបរទេសប៉ុណ្ណាទៅអញ្ចឹងយើងកុំចេះតែដើរថាគេត្រង់ពេលដែលខ្លួនឯងធ្វើអាក្រក់ចាប់មនុស្សដាក់គុករំលោភសិទ្ធិមនុស្សនេះគេស្រែកទៅយកទឹកនោមតាំងកថោជះដាក់គេហើយដល់ទៅពេលមានអាសន្នទៅប្រាប់គេថាអូជួយខ្ញុំផងយើងដាច់ខាតណាមិនអាចខ្វះជំនួយបានទេកុំថាឡើយខ្មែរយើងដែលជាប្រទេសក្រីក្របាទនេះសំបីតែអឺរ៉ុបសំបីតែអាមេរិកក៏មិនអាចខ្វះជំនួយបានដែរមនុស្សកាន់តែមានការសហការកាន់តែមានជំនួយពីគ្នាទៅវិញទៅមកកាន់តែខ្លាំងកាន់តែជាមហាអំណាចហើយណាយើងត្រឡប់ទៅវិញថាប្រទេសកម្ពុជាយើងសរុបសេចក្តីមកវិញខ្ញុំរំលឹកដើម្បីបងប្អូនមើលដឹងឃើញថាជាភ័ស្តុតាងជាក់ស្ដែងឥឡូវនេះបញ្ហាសន្តិភាពនៅក្នុងប្រទេសកម្ពុជាមិនដោះដោយរវាងតែអាវុធទេគឺដោះដោយច្បាប់អន្តរជាតិយើងដូចគ្នាអ្វីដែលជាក្តីប្រាថ្នារបស់គណៈបកប្រឆាំងច្បាប់អន្តរជាតិកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសគឺជាច្បាប់អន្តរជាតិកិច្ចការដែលផ្ដឹងទៅតុលាការ ICJ ព្រហ្មទណ្ឌអន្តរជាតិដូចជាបកូណាអន្តរអាស៊ាននោះយកប្រសាទព្រះវិហារទៅគឺជាកិច្ចការអន្តរជាតិមែនទេការរំលោភសិទ្ធិមនុស្សការគំរាមកំហែងឆ្លងដែនគឺជាច្បាប់អន្តរជាតិឧទាហរណ៍ដូចចាប់ឪពុកសូនតារាគឺទោះបីជាមិនទាន់មានច្បាប់នឹងចេញជាដុំកំភួនប៉ុន្តែខ្ញុំជឿថាថ្ងៃណាមួយនឹងមានការចាប់ឪពុកសូនតារាគឺជាការគំរាមកំហែងឆ្លងដែនគំរាមកំហែងមនុស្សដែលរស់នៅប្រទេសបារាំងមែនទេអញ្ចឹងអាទាំងអស់ហ្នឹងណាគឺសិតតែជាការចូលរួមចំណែកមួយដែលវាសកទៅនឹងប្រធានបទយើងវិញថាស្អប់អាមេរិកទៅពឹងអាមេរិកស្អប់អន្តរជាតិទៅពឹងអន្តរជាតិមានន័យថាយើងមិនអាចកិច្ចមិនអាចជៀសបានឡើយហើយបើយើងមិនអាចកិច្ចមិនអាចជៀសបានឡើយទេយើងមិនគួរជះទឹកនោមណាតាំងកថោហើយចាត់ទុកថាព្រួយបារម្ភសេចក្តីថ្លែងការណ៍របស់ទូតទៅណាគឺជារឿងកប៉ិកកប៉ុកគេថ្លែងការណ៍រឿងព្រួយបារម្ភរឿងចាប់មួយស្អែកឡើងចាប់3នាក់ថែមទៀតអញ្ចឹងហើយបងប្អូនចុងក្រោយមុននឹងខ្ញុំចូលទៅដល់របៀបបដិចុងក្រោយនឹងជំនួសចម្លើយនៅបញ្ហាផ្សេងហេតុអ្វីបានជាអន្តរជាតិអត់ជួយខ្មែរហើយអត់ជួយថៃមានន័យថាអត់នៅម្ខាងបងប្អូនបើនៅម្ខាងគឺហែកទាញព្រាត់សង្គ្រាមកាន់តែខ្លាំងមែនទេអញ្ចឹងគេត្រូវទៅខាត់ទូនីតិរបស់អន្តរជាតិគឺគេខាត់ពីនឹងឲ្យចាប់អាពីនឹងបើថាមនុស្សនឹងឆ្លោះគ្នាគេអត់ទៅបញ្យុះណាម្ខាងទេគឺគេចាប់ពីអ្នកនឹងឲ្យជជែកគ្នាឲ្យរាប់អានគ្នាវិញអានេះជាកិច្ចការអន្តរជាតិដែលមានទូនីតិមិត្តបានថែរក្សាសន្តិភាពណាប៉ុន្តែបើគេដឹងថាថៃឈ្លានពាននេះដឹងប៉ុន្តែហេតុអីបានជាគេមិនថាថៃពីព្រោះតែដូចខ្ញុំនិយាយយូរហើយតែងតែសច្ចធម៌ហ្នឹងណារីណាគឺ
ពួកប្រជាធិបតេយ្យវាមានសម្ព័ន្ធមិត្តរត់ទៅរកប្រជាធិបតេយ្យប្រេងរត់ទៅរកប្រេងទឹករត់ទៅរកទឹកពួកផ្ដាច់ការវាមានសម្ព័ន្ធមិត្តជាមួយពួកផ្ដាច់ការហ៊ុនសែនត្បិតតែមានឈ្មោះថាប្រជាធិបតេយ្យប៉ុន្តែត្រូវបានពិភពលោកទទួលស្គាល់ថាជាជនផ្ដាច់ការប្រទេសផ្ដាច់ការដូច្នេះសម្ព័ន្ធមិត្តរបស់ថៃនៅជុំពិភពលោកគេមិនបោះបង់សូម្បីតែចិនណាក៏មិនបោះបង់ចោលថៃដែរចិនក៏មិនបោះបង់ចោលថៃដែរហើយចំណុចហ្នឹងហើយដែលខ្ញុំណាបូណានិយាយថាបើសិនជាយើងជ្រះឆ្អេះណាមើលងាយសហគមន៍អន្តរជាតិដូច្នេះយើងគួរតែស៊ីស្មៅទៅអានេះបើយើងនិយាយសក់ឯណាយើងគួរតែស៊ីស្មៅទៅបច្ចុប្បន្នបើហ៊ានតែស៊ីស្មៅណាថៃស៊ីសាច់គោនឹងគឺអ្នកស៊ីស្មៅនឹងងាប់មកអញ្ចឹងខ្មែរយើងយល់អំពីតម្លៃក្រោយពីមានរឿងទើបយើងយល់អំពីតម្លៃនៃការតស៊ូជាមួយនឹងសហគមន៍ជាតិនិងអន្តរជាតិហើយកុងរេណូយល់ពីតម្លៃថាពិភពលោកយើងនេះមិនថាឡើយខ្មែរទេសូម្បីតែអាមេរិកដែលជាប្រទេសកាន់អំណាចក៏ត្រូវការជួយជំនួយពីមិត្តភ័ក្តិដៃគូជុំវិញពិភពលោកដែរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនតារាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់បាទរមវិតាយើងចូលដល់ផ្សេងណា arbitration is a great strategy to solve conflicts បាទអញ្ញាកដាលគឺសំខាន់ណាស់ធម្មតាពីរអ្នកអត់និយាយស្ដាប់គ្នាទេត្រូវការមនុស្សកដាលដើម្បីទៅខាត់ឬក៏ទៅសម្រួលបាទគឺជាពិតហើយនៅប្រទេសណាក៏ដូចប្រទេសណាដែរគឺវាអញ្ចឹងឯងគីមឡាយហ៊ុនបាទសុភាសៅជំរាបសួរបាទសុភាសៅឲ្យទៅចូលលេមកទៅបាទតែកណ្ដាលជំរាបសួរទៅចូលហើយមិនអាចទុកហ៊ុនសែនទៀតទេបងប្អូនបាទមានហ៊ុនសែនប្រទេសកម្ពុជារលាយហើយណាបាទយួនចូលស្រុកច្រើនណាស់លោកគ្រូជារឿងធម្មតាយើងដឹងយូរហើយបាទយួនណា SNJ ស្ដាប់លោកគ្រូទៅមិនងងុយសោះបាទបងប្អូនខ្លះទៅប្រគុណយកទៅតាមណាមានថាលោកគ្រូនិយាយច្រើនដងតែនៅតែពិតមែនទេពួកឥឡូវនេះសង្ស័យនិយាយទៅប៉ះចំអ្នកខ្លះកំពុងនៅក្នុងប្រគុណផងក៏មិនដឹងក្នុងបន្ទប់ទឹកព្រោះការផ្សាយផ្ទាល់វាដូចវីដេអូទេវីដេអូអាចចុចឈប់សិនហើយចាំតទៀតប៉ុន្តែផ្សាយផ្ទាល់ទៅបន្ទន់ទៅប្រគុណឬក៏ទៅបន្ទប់ទឹកទៅងុយទឹកក៏ដោយដាក់ក៏ដោយបើមិនយកទៅតាមទេដាច់ភាកបងប្អូនណាមើលសនតារាគឺថាជាប់ភាកល្អណាស់កុងរេណូបាទសួស្ដីទើបបញ្ចូលលេខកុងរេណូចាន់ឡាឡាំណាសាមូអែលវ៉ាងបាទហ៊ុនសែន the best បាទសុកកុសលរាជនីខ្មែរសម័យអង្គរជំរាបសួរលោកគ្រូជំរាបសួរតារាឡារីសួស្ដីទេដល់មានទេបងណាអូវ៉ូរ៉ាវុតខេនខ្ញុំមើលក៏មានសំណួរវិតដាលីមសូបាទហ៊ុនសែនធ្លាក់នរកហើយណារ៉ាន់អូជំរាបសួរយិនគឿតបាទ it's true នីសេងខ្ញុំជាដើមណាខ្ញុំជាដើមនិយាយប៉ះចំបងប្អូននេះតើលោកគ្រូកុំយកការពិតមកនិយាយនាំទៅឆ្លុកទឹកមាត់ម៉ានិតទេពអរុនសួស្ដីអរុនសួស្ដីព្រឹកណានៅអាមេរិកបាទនៅអាមេរិកអរុនសួស្ដីព្រឹកយំក្លើងបាទមានសម្បត្តិហេតុអ្វីបានជាថ្នាក់ដឹកនាំសោង30ជាងហើយមិនខុសមួយសោះពូបាទសំណួរនេះវាធំណាwhile I'm in the toilet now បាទណ៎សម្បីតែលីអ៊ុយគាត់ថាគាត់កំពុងតែនៅក្នុងប្រគុណណាបាទនេះសុខកៃលរិទ្ធស្ដេចកំណាតបាទគាត់ប្រកែណាគាត់ទៅសេកំណាតល្អវិជ្ជមហិច្ឆតាស្រុកស្រែលោកគ្រូតើធ្វើយ៉ាងណាយើងបងថ្ងៃយើងបងថ្ងៃបន្តខ្ញុំមិនជឿប្រធានបទខ្ញុំដាក់ឲ្យមហិច្ឆតាបាទណាគឺចាំតែហ៊ានមកដល់ផ្ទះចាំយើងជឿហើយធ្វើយ៉ាងណាខ្ញុំប្រាប់ថៃល្បិចកលគ្មានដែនកំណត់ត្រូវតែប្រុងប្រយ័ត្ននិងជឿលើភាពខ្លាំងរបស់យើងណានេះប្រុងប្រយ័ត្នអានេះធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្នភាពខ្លាំងមានតែយើងខ្លាំងទេដោយ Ronald Reagan គាត់និយាយថា peace comes from strength មានន័យថាសន្តិភាពបានមកពីកម្លាំងឬក៏គេអាចនិយាយថាបើយើងខ្លាំងតើយើងខ្លាំងទើបមានសន្តិភាព
បើយើងខ្សោយគេទន្ទ្រានយើងអត់មានសន្តិភាពទេអញ្ចឹងយើងត្រូវធ្វើឲ្យខ្លួនយើងខ្លាំងណាស្រីអូនសួស្ដីលោកគ្រូលៀងងួនហាវណ្ណាវ៉ាន់ណាច្រើនណាស់បាទអញ្ចឹងបងប្អូនមើលទៅដូចអត់មានសំណួរមានអីទេខ្ញុំអានខមមិន2 3ខមមិនទៀតបើអត់មានសំណួរគឺបញ្ចប់ការផ្សាយតទៅព្រោះមានតែរូបបេះដូងផ្ការូបមេដៃបាទរូបពីនរង្វាន់សម្ដែងនៅសេចក្តីស្រឡាញ់បាទរ៉ែនរ៉ាន់បាទអត់មានដែរវ៉ាក់ស៊ីន good morning បែរនៅអាមេរិកឯមកទៅបាទនៅស្រុកខ្មែរដូច good night ហើយអញ្ចឹងបងប្អូនដោយសារតែមើលទៅទឹកមនីវ៉ែនបាទតើលោកគ្រូជឿថាអីគេបាទជឿអីគេបាទទឹកមនីវ៉ែនយប់នេះជឿថារបបនេះនៅយូរប៉ុណ្ណាយើងកុំទាយយើងបដូរពីការទាយធ្វើសកម្មភាពដើម្បីផ្លាស់ប្ដូររបបផ្ដាច់ការបាទវ៉ាន់ដដែលបាទដួងនេត្រារស់សុភ័ណ្ឌស្ដាប់លោកគ្រូដល់ចប់ព្រះត្រពាំងកម្ពុជាក្រោមថាច់សុខុមអញ្ចឹងប្រិយមិត្តដោយសារតែមើលទៅអត់មានអីទេហើយពេលវេលាមានកំណត់សម្បត្តិមេខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ត្រឹមនេះចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសុភាសៅទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះសៀងចំណឹងស្ដាប់សូនតារាកើនបញ្ញាពិតទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់យើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី